អាដាមលោកជំទាវសមាជិកសមាជិកាព្រឹទ្ធសភារដ្ឋសភាសមាជិកសមាជិការដ្ឋាភិបាលលោកស្រីយុទ្ធសាណាវ៉ាម៉ានាយិកាធនាគារអភិវឌ្ឍអាស៊ីប្រចាំកម្ពុជាគណៈអធិបតីភាពកិត្តិយសបណ្ដាដៃគូអភិវឌ្ឍតំណាងវិស័យឯកជននិងអង្គពិធីតបូជាទីមេត្រីថ្ងៃនេះខ្ញុំមានសេចក្តីរីករាយដែលបានចូលរួមពិធីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការនៅកំពង់ផែទេសចរអន្តរជាតិកពតដល់ទឹកធំថ្ងៃនេះកំពង់ផែទេសចរអន្តរជាតិកពតដែលយើងបានកំពុងប្រារព្ធពិធីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការដែលយើងពេលនេះគឺជាសមិទ្ធផលថ្មីមួយទៀតសម្រាប់ជូនដល់លោកយាយលោកតាអ៊ំពូមីងបងប្អូនប្រជាពលរដ្ឋរស់នៅខេត្តកពតផ្ទាល់ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងប្រទេសជាពិសេសភ្ញៀវជាតិអន្តរជាតិដែលមានតម្រូវការប្រើប្រាស់សេវាកម្មកំពង់ផែទេសចរនេះធ្វើដំណើរទៅកាន់តំបន់គោលដៅទេសចរផ្សេងដោយដែលអាដាមពេញពធារដ្ឋមន្ត្រីក្រសួងសាធារណការដឹកជញ្ជូនបានរាយការណ៍មុននេះបន្តិចកាលពីដើមខែធ្នូឆ្នាំ2024កន្លងទៅខ្ញុំបានសម្រេចអនុញ្ញាតឲ្យបើកដំណើរការប្រតិបត្តិសាកល្បងកំពង់ផែទេសចរអន្តរជាតិរយៈពេល3ខែដើម្បីឲ្យក្រុមហ៊ុនអាចទទួលបានមេរៀននិងបទពិសោធន៍នឹងការកែលម្អស្ថានភាពនានានិងពាក់ព័ន្ធនឹងការធ្វើប្រតិបត្តិការឲ្យកាន់តែល្អប្រសើរនៅពេលខាងមុខជាក់ស្ដែងយើងពិនិត្យឃើញថាដំណើរការសាកល្បងបានប្រព្រឹត្តទៅយ៉ាងល្អកន្លងមកទោះបីជាមិនទាន់បានទៅដល់ការតភ្ជាប់ជាមួយប្រទេសជិតខាងប្រទេសក្នុងតំបន់ឬជាលក្ខណៈអន្តរជាតិក៏ដោយក៏កំពុងផែនេះបានបំពេញតួនាទីយ៉ាងសំខាន់នៅក្នុងការជំរុញការកំណើនភ្ញៀវទេសចរមកកាន់តំបន់សមុទ្រនិងការធ្វើដំណើរកម្សាន្តទៅតាមបណ្ដាកោះនានាដូចជាកោះរុងសលឹមកោះស្ដេចជាដើមហើយបច្ចុប្បន្នក្រោយពីទទួលបានសិទ្ធិប្រតិបត្តិការនិងថែទាំក្រុមហ៊ុន KITP Development ក៏បានបូមស្ដារផ្លូវនាវាចរនៅត្រង់កន្លែងដែលជាឧបសគ្គនិងបានបំពាក់ឧបករណ៍ជំនួយនាវាដែលជាលទ្ធផលបញ្ជាក់ថាចាប់ពីពេលនេះតទៅកំពង់ផែនេះអាចមានសមត្ថភាពទទួលឲ្យនាវានិងដែលធ្វើឲ្យនាវាជាលក្ខណៈអន្តរជាតិដឹកអ្នកដំណើរឬភ្ញៀវទេសចរចេញចូលកំពង់ផែនេះដោយសុវត្ថិភាពជាមួយនឹងការខិតខំប្រឹងប្រែងសហការគ្នាយ៉ាងសកម្មរហូតដល់សម្រេចបានសមិទ្ធផលកំពង់ផែទេសចរអន្តរជាតិមួយនេះខ្ញុំសូមយកឱកាសនេះដើម្បីកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុក្រសួងសាធារណការដឹកជញ្ជូនក្រសួងទេសចរនិងរដ្ឋបាលខេត្តកំពតក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលដែលទទួលបន្ទុកដឹកនាំជំរុញឲ្យកំពង់ផែទេសចរអន្តរជាតិកំពតអាចបើកដំណើរការនៅពេលនេះរួមទាំងក្រុមហ៊ុន AZ Builder ផងដែរដែលបានបោះទុនវិនិយោគលើប្រតិបត្តិការនិងការថែទាំកំពង់ផែទេសចរអន្តរជាតិកំពតជាមួយគ្នានេះខ្ញុំក៏សូមថ្លែងអំណរគុណចំពោះអ្នកអង្គការវិញហួរដែលបានផ្ដល់ដីទំហំ 4.25 ហិកតាជូនរាជរដ្ឋាភិបាលសម្រាប់ការកសាងកំពង់ផែទេសចរនេះផងដែរកិច្ចខិតខំប្រឹងប្រែងនេះគឺជាការចូលរួមចំណែកដល់ការលើកកម្ពស់វិស័យដឹកជញ្ជូនតាមផ្លូវសមុទ្រកំពង់ផែដែលជាផ្លែផ្កានៅវិស័យទេសចរតែកម្ពុជាដើម្បីគ្រប់គ្រងដល់កម្មវិធីនយោបាយដឹកយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1ខ្ញុំក៏សូមថ្លែងអំណរគុណដល់ធនាគារអភិវឌ្ឍអាស៊ីដែលបានជួយផ្ដល់ហិរញ្ញប្បទានដល់គម្រោងសាងសង់កំពង់ផែទេសចរអន្តរជាតិនេះក៏ដូចជាបានរួមចំណែកក្នុងការផ្ដល់ការរីកចម្រើននិងការអភិវឌ្ឍកម្ពុជាហើយសូមស្នើសុំដល់ធនាគារអភិវឌ្ឍអាស៊ីបន្តផ្ដល់ការប្រតិបត្តិការនិងការគាំទ្របន្ថែមដើម្បីជំរុញដល់ការអភិវឌ្ឍវិស័យអាទិភាពទាំងឡាយសម្ដៅចូលរួមលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាអាដាមលោកជំទាវលោកស្រីសមិទ្ធផលថ្ងៃនេះគឺយើងអាចចាត់ទុកថាជាសមិទ្ធផលសាធារណៈឬសមិទ្ធផលរបស់ជាតិយើងទី1ដែលខ្ញុំសម្ពោធក្រោយពីចូលឆ្នាំខ្មែរមុនចូលឆ្នាំខ្មែរនោះខ្ញុំសម្ពោធសមិទ្ធផលមួយទៀតនៅក្នុងទន្លេ
យើងសម្ពោធផ្លូវជាតិ71សេបូកដែលតភ្ជាប់ជាមួយស្ពានស្ទឹងត្រង់ថ្ងៃនេះយើងសម្ពោធផែអន្តរជាតិដែលភ្ជាប់ជាមួយសមុទ្រប៉ុន្តែភូមិសាស្ត្រនិងប្រភេទនៃហេដ្ឋារចនាសម្ព័ន្ធខុសគ្នាមួយគឺជាផ្លូវជាតិតភ្ជាប់នៅក្នុងប្រទេសហើយស្ពានឆ្លងកាត់ទន្លេថ្ងៃនេះគឺផែជាមួយនឹងការតភ្ជាប់សមុទ្រប៉ុន្តែទិសដៅដូចតែគ្នាទេទិសដៅតែមួយគត់សមិទ្ធផលដែលសម្ពោធទាំងពីរនេះមិនថាមុនចូលឆ្នាំឬក្រោយចូលឆ្នាំខ្មែរគឺដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋជួយលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនិងជំរុញសេដ្ឋកិច្ចតាមវិស័យសម្រាប់ប្រជាពលរដ្ឋមិនថានៅខេត្តកំពង់ចាមនៅត្បូងឃ្មុំឬនៅកពតកំពង់សោមនោះទេបាទអញ្ចឹងវានិមិត្តរូបនៃការបន្តការអភិវឌ្ឍបន្តយើងចូលឆ្នាំយើងអបអរសាទរឆ្នាំថ្មីយើងបូកសរុបនៅសមិទ្ធផលឆ្នាំចាស់ជាលក្ខណៈបុគ្គលជាលក្ខណៈគ្រួសារជាលក្ខណៈប្រទេសជាតិជាលក្ខណៈរាជធានីខេត្តប៉ុន្តែវាគ្មានអីល្អអត់ខ្ចោះទេប៉ុន្តែពីមួយឆ្នាំទៅមួយឆ្នាំយើងដើរទៅមុខមួយឆ្នាំយើងបូកសរុបម្ដងសម្រាប់ជួបជុំគ្រួសារម្ដងឪពុកម្ដាយរងចាំនៅផ្ទះយើងបានត្រឡប់ទៅផ្ទះទៅជួបជុំបងប្អូនខ្លះដើរលេងនៅកន្លែងណានៅកពតនេះក៏មនុស្សច្រើនដែរតាមខ្ញុំមើលតាម Facebook តាម TikTok តាមបាញ់ទឹកពេញកន្លែងនេះនេះគឺជាអ្វីដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសបានធ្វើហើយនៅក្នុងសមិទ្ធផលនេះខ្ញុំសូមអរគុណណាស់ឆ្លៀតឱកាសនេះដើម្បីទី1សូមធ្វើការអរគុណចំពោះរាជធានីខេត្តស្រុកក្រុងឃុំទាំងអស់ដែលបានខិតខំរៀបចំតុបតែងទីកន្លែងរក្សាស្ថានភាពបរិស្ថានអនាម័យរៀបចំប្រគំតន្ត្រីរៀបចំកន្លែងលេងល្បែងប្រពៃណីរៀបចំសម្រួលឲ្យប្រជាពលរដ្ឋយើងបានសប្បាយដោយស្ថិរភាពដោយសុវត្ថិភាពខិតខំគ្រប់រាជធានីខេត្តស្រុកក្រុងទាំងវិទ្យាល័យក៏មានអញ្ចឹងនៅក្នុងថ្ងៃនេះខ្ញុំអាចថាយកឱកាសនេះដើម្បីធ្វើការអរគុណច្រើនណាស់ចំពោះនិងកោតសរសើរផងចំពោះរដ្ឋបាលរាជធានីខេត្តទាំងអស់ស្រុកក្រុងឃុំភូមិដែលបានខិតខំដឹកនាំរៀបចំធ្វើឲ្យបុណ្យប្រារព្ធពិធីឆ្នាំនេះកាន់តែគេថាមានភាពអធិកធម៌ហើយសប្បាយរីករាយទូទាំងប្រទេសហើយខ្ញុំក៏សូមអរគុណផងដែរដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទទាំងនគរបាលទាំងអាវុធហត្ថទាំងកងទ័ពទាំងពជាការពារដែលថាពិតជាកងកម្លាំងប្រដាប់អាវុធទេប៉ុន្តែក៏ជាសេនាធិការខាងសន្តិសុខជួយថែរក្សាបូកជាមួយយុវជនស្ម័គ្រចិត្តទាំងអស់ដែលបានខិតខំរៀបចំថែរក្សាសន្តិសុខសម្រាប់ធ្នាប់បានល្អឆ្នាំនេះសូម្បីតែគ្រោះថ្នាក់ចរាចរណ៍យើងថយជាឆ្នាំទៅជិត 40% ការទទួលខុសត្រូវរបស់ប្រជាពលរដ្ឋរបស់យើងស្ថិរភាពពិតណាកន្លែងខ្លះខ្ញុំឃើញមានគេបោះមកករណីពីករណីរឿងមានក្មេងវាយគ្នាខ្លះអីខ្លះប៉ុន្តែជាទូទៅគឺស្ថិរភាពនិងសន្តិសុខបានល្អណាស់បាទរាល់ការងារដែលរៀបចំនេះគណៈបញ្ជាការឯកភាពទាំងអស់ព្រួយជាងគេពេលដែលមនុស្សជុំគ្នារាប់ម៉ឺនរាប់ពាន់នាក់នៅមួយកន្លែងរួមលេងបើសិនជាមានស្អីបន្តិចបញ្ហាមិនបាច់ថាចាំបាច់មានផ្ទុះមានអីទេគ្រាន់បីតែជន់គ្នាវាយគ្នាបន្តិចក៏អាចមានជ្រួលជន់គ្នាដែរប៉ុន្តែយើងធ្វើបានល្អយើងរក្សាស្ថិរភាពការចោលឆក់ចោលឲ្យមានបញ្ហាតិចតួចដែលយើងប្រក្រាបវាមិនល្អអត់ចោះទេប៉ុន្តែជាទូទៅស្ថានភាពបែបនេះគឺល្អនេះគឺជាអ្វីដែលយើងឃើញគេបង្ហោះតាម Facebook មួយចំនួនឃើញវាយគ្នាទេវាយនោះវាយនេះតាមពិតគេផ្សាយច្រឡំនៅប្រទេសផ្សេងទេបាទតែអ្នកបង្ហោះនឹងមិនដែលថាដាក់ប្រទេសណាទេច្រើនតែវាប់ឡើងដាក់ទៅគេច្រឡំទៅនៅខ្មែរតាមពិតវាមិនមែនបាទនេះហើយគឺជាអ្វីដែលយើងបានធ្វើដោយជោគជ័យសាមគ្គីគ្នាស្រឡាញ់គ្នាគោរពគ្នាអបអរសាទរឆ្នាំថ្មីទាំងអស់គ្នានេះគឺជាអ្វីដែលយើងចង់បានហើយខ្ញុំគិតថាជាការចូលរួមចំណែកដូចគ្នាខ្ញុំក៏សូមឆ្លៀតឱកាសនេះអរគុណដល់សាលារាជធានីភ្នំពេញផងដែរឆ្នាំនេះឯកឧត្តមគង់ស្រីរាយការណ៍ឲ្យខ្ញុំប្រជាពលរដ្ឋដែលយើងជួយដឹកជញ្ជូនសាលារាជធានីបានរៀបចំឡានជិត600គ្រឿង
ហើយនៅក្នុងរយៈពេលពីថ្ងៃទី12ទៅដល់17នេះបើគិតជាជើងទាំងទៅទាំងមកសរុបជាង2251ជើងដឹកជញ្ជូនប្រជាជន85849នាក់ហើយបើគិតជាថវិកាដែលសន្សំយើងគិតថ្លៃអ៊ូម្នាក់ជាមធ្យមតែ80000ចុះមួយជើងគឺសន្សំ$1,700,000ចូលក្នុងកប៉ៅជូនប្រជាពលរដ្ឋដើម្បីយកទៅផ្ទះដើរលេងសប្បាយនេះគឺសូមអរគុណណាស់ហើយនេះគឺជាការចូលរួមរបស់រដ្ឋនៅក្នុងការជួយដល់ប្រជាជនជាពិសេសអ្នកនៅរាជធានីភ្នំពេញប៉ុន្តែយើងវាយ80000កន្លែងខ្លះទៅមានទៅប្រៃវែងអីតិចជាងតែបើទៅប្រទេសមានជ័យអាច100000ទេដល់គេយកមធ្យមនឹងតែម្ដងយើងគិតប្រហែលប៉ុណ្ណេះអញ្ចឹងជិត100000នាក់ថា85000នាក់ដែលបានផលប្រយោជន៍ពីនេះហើយការចូលរួមរបស់កម្លាំងស្ម័គ្រចិត្តយុវជនវិស័យឯកជនសហគមន៍សហព័ន្ធកីឡាសិល្បករសិល្បការីគ្រប់រាជធានីខេត្តក្រុងមិនត្រឹមតែនៅអង្គរសង្ក្រាន្តនោះទេគឺបានចូលរួមរៀបចំឲ្យកាន់តែអធិកធមបកលលក្ខណៈនៃការអបអរសាទររបស់ប្រជាពលរដ្ឋយើងបានល្អហើយខ្ញុំក៏សូមអរគុណជាពិសេសជូនប្រជាពលរដ្ឋរបស់យើងការទាំងអស់នេះมันអាចទៅបានទេបើសិនជាប្រជាពលរដ្ឋយើងមិនចូលរួមបើសិនជាយុវជនយើងតិចវាយគ្នាពេញប៉ាហាងចេះគោរពគ្នាខ្ញុំឃើញបងប្អូនខ្ញុំទៅជាវិបទៅនេះគេសុំគេមុននឹងប៉ាតគេសុំកន្លែងខ្លះបាញ់ទឹកគេសួរលេងអត់បើអត់លេងគេឲ្យទៅនេះជាការគោរពយោគយល់គ្នាហើយជាការអបអរសាទរនេះហើយគឺប្រជាពលរដ្ឋយើងចូលរួមទូទាំងប្រទេសនេះហើយគឺជាអ្វីដែលយើងចង់បានមនុស្សរាប់សែននាក់មនុស្សរាប់ម៉ឺននាក់រុញចូលមកកន្លែងដែលគៀកគ្នាបំផុតតែមានបញ្ហាគឺពិបាកប៉ុន្តែនេះហើយគឺជាអ្វីដែលប្រជាពលរដ្ឋខ្មែរពីមួយឆ្នាំទៅមួយឆ្នាំបានបង្ហាញនៅភាពចាស់ទុំទោះបីជាយុវជនរបស់យើងស្រឡាញ់គ្នារាប់អានគ្នាមិនប្រកាន់ឬអើងមិនថាសាសនាណាសាសនាណាទេមិនថាភ្ញៀវជាតិអន្តរជាតិទេយើងគោរពស្រឡាញ់បាទកន្លែងខ្លះឃើញវាយដោយទៅភ្ញៀវអន្តរជាតិទៀតបាទហើយភ្ញៀវអន្តរជាតិកន្លែងខ្លះក៏គាត់ចងេងចងាងស្រវឹងវាយគ្នាទៅតែនៅកម្ពុជាអត់មានទេមានតែឃើញបងប្អូននោះបងប្អូនមួយដូច business advisor ហើយនឹង page ផ្សេងគេទៅសម្ភាសប្រជាពលរដ្ឋទេសចរដែលមកមិនទៅសบายអត់គេថាសบายណាស់គេមិនដែលមកស្រុកខ្មែរគេមិននឹកស្មានស្រុកខ្មែរសบายប៉ុណ្ណេះជួបអ្នកខ្លះគេធ្លាប់តែឮតែស្រុកខ្មែរសង្គ្រាមដល់ចុះមកឃើញថាប្រទេសយើងអភិវឌ្ឍនេះហើយជាការល្អហើយទាំងភ្ញៀវអន្តរជាតិទេសចរបរទេសទាំងបរទេសដែលរស់នៅស្រុកខ្មែរសូមអរគុណណាស់ដែលបានជួយផ្សព្វផ្សាយល្អបូកជាមួយនឹងប្រជាពលរដ្ឋយើងយុវជនយើង influencer របស់យើងផ្សព្វផ្សាយអំពីផលវិជ្ជមាននិងអ្វីដែលវិជ្ជមាននៅក្នុងពេលបន់ឆ្នាំថ្មីនេះគឺទូទាំងប្រទេសតែម្ដងខ្ញុំសូមអរគុណណាស់ទាំងអស់នេះហើយដែលខ្ញុំថាជាការបង្កើតនៅស្មារតីស្នេហាជាតិតាមរយៈការរួមសាមគ្គីគ្នាគោរពគ្នាស្រឡាញ់គ្នាដើម្បីលើកស្ទួយវប្បធម៌បន់ចូលឆ្នាំគឺជាការអបអរសាទរនៅសមិទ្ធផលរបស់យើងនៅក្នុងបែបផែនវប្បធម៌របស់ប្រពៃណីរបស់យើងព្រោះការអបអរសាទរឆ្នាំថ្មីព្រឹកទៅវត្តល្ងាចយើងកំសាន្តប៉ុន្តែមានការរៀបចំមានការបាញ់ទឹកផាត់ប្រសើរមានការរៀបចំវាយស្គរមានការបោះអង្គុញរំត្រុតទៅច្រើនកន្លែងអត់ស្មើគ្នាទេប៉ុន្តែយើងមិនបានភ្លេចចោលនៅអត្តសញ្ញាណរបស់ខ្មែរយើងទេបាទគេជួយបងប្អូនខ្លះគ្រាន់តែចូលឆ្នាំហ្នឹងក៏គាត់ជេររដ្ឋាភិបាលដែរថាជំនាន់រដ្ឋាភិបាលនេះអាលាយអស់ហើយវប្បធម៌ឃើញតែលេងបាញ់ទឹកផាត់ប្រសើរងល់ប្រជាពលរដ្ឋតើយើងហាមគាត់ទេតែអ្វីដែលសំខាន់យើងនៅថែរក្សាវប្បធម៌ទំនៀមទម្លាប់របស់យើងមិនទៅចង្កេងចង្កាកហើយផាត់ប្រសើរជះទឹកនេះតាំងពីជំនាន់មុនសង្គ្រាមបាទមិនមានវប្បធម៌របស់អ្នកណាទេជាការសម្ដែងនៅការគោរពគ្នាការជួយផ្ដល់នៅសេចក្តីសុខសេរីសួស្តីឲ្យគ្នាប៉ុន្តែយើងក៏មិនភ្លេចនៅរបាំបុរាណមិនភ្លេចនៅការបង្ហាញនៅល្ខោនខោលនៅតាមខេត្តនីមួយៗគេរៀបចំបោះអង្គុញសំបីតែនៅវត្តភ្នំក៏មានដែររំត្រុតយើងមានព្រឹកឡើងអ្នកខ្លះគេសួរថានៅស្រុកខ្មែរព្រឹកឡើងមិនស្ងាត់ម៉េះអត់សុបាយអញ្ចឹងព្រោះព្រឹកគេទៅវត្ត
មិនមែនខ្មែរយើងព្រឹកឡើងរួមប៉ាតម្សៅតាំងពីព្រលឹម24ម៉ោងពេលចូលឆ្នាំទេព្រឹកយើងទៅវត្តយើងចាស់ទុំទៅស្វែងគុំលោកល្ងាចយើងទៅកំសាន្តយើងលេងតាមបែបផែនមាន concert មានស្អីទៅរួមទាំងលបែងប្រពៃណីទាំងបាញ់ទឹកស្អីស្អីទៅជប់អាហ្នឹងគឺចឹងអត់មានពីណាបងអង្គុញពេលយប់ទេបាទអ្នកកពតទេបងអង្គុញពេលយប់ឯដំម៉ៅតនិនដាក់ហ្វាឲ្យលេងបើមិនគេទៅមើល concert ហើយកន្លែងខ្លះកាន់កំភ្លើងទៅជាមួយកំភ្លើងបាញ់ទឹកទេមិនកំភ្លើងអីទេវាធម្មតាអញ្ចឹងគ្រាន់តែយើងសប្បាយបែបនេះខ្ញុំគិតថាយើងគួរមើលអ្វីដែលវិជ្ជមានទៅកុំទៅយកអារឿងអវិជ្ជមានប្រជាពលរដ្ឋយើងលាកពាក់កៅអៅប្រពៃណីមកកកោកថតនៅអង្គរវត្តបរទេសពាក់ទាំងកៅអៅខ្មែរថតមិនក៏មិនផ្សព្វផ្សាយគ្រាន់តែមានម្នាក់គាត់លើកៅអៅនោះនៅស្វាយរៀងគឺបដោតតែហ្នឹងហើយជេររដ្ឋាភិបាលថាអសីលធម៌សម័យនេះអស់ហើយម្នាក់នឹងគាត់ធ្វើជ្រុលជារឿងរបស់គាត់យើងក៏ណែនាំយើងមិនគ្រប់គ្រងទង្វើបែបនេះទេប៉ុន្តែយើងគួររួមគ្នាមើលអ្វីដែលវិជ្ជមានហើយបើយើងផ្សព្វផ្សាយវិជ្ជមានយើងគិតវិជ្ជមានយើងធ្វើសកម្មភាពវិជ្ជមានយើងផ្សព្វផ្សាយវិជ្ជមានឲ្យបានច្រើននេះហើយគឺជាការផ្សព្វផ្សាយដល់ប្រពៃណីវប្បធម៌និងប្រទេសជាតិខ្មែររបស់យើងដែលប្រជាជនខ្មែររាប់សិបលានអ្នកក្នុងចូលឆ្នាំថ្មីនេះបានបង្ហាញបាទខ្ញុំសូមអរគុណណាស់បើយើងមួយថ្ងៃមើលតែអ្វីដែលអវិជ្ជមានហើយផ្ដោតតែអវិជ្ជមានប្រទេសយើងនឹងអាលាយហើយមិនល្អឥតខ្ចោះទេបញ្ហាអវិជ្ជមានយើងដោះស្រាយតែយើងត្រូវអបអរសាទរនៅអ្វីដែលយើងធ្វើបានអ្វីដែលយើងរួមគ្នាកសាងបានហើយជាមូលដ្ឋានដើម្បីជាធម៌ពលសម្រាប់បន្តធ្វើដំណើរទៅមុខឆ្នាំថ្មីនេះហើយអត្ថន័យនៃការរួមគ្នាអបអរសាទរសប្បាយឆ្នាំថ្មីរបស់យើងនោះបាទនេះគឺជាការពិតបាទសមិទ្ធផលដែលយើងរួមគ្នាធ្វើនេះហើយដែលថ្ងៃនេះខ្ញុំមានមោទនភាពថាផែកពតអន្តរជាតិផែទេសចរអន្តរជាតិខេត្តកពតនេះជាសមិទ្ធផលទី1នៅឆ្នាំថ្មីមិនមែនសមិទ្ធផលទី1របស់កម្ពុជានៅឆ្នាំ2025ទេចូលឆ្នាំថ្មីឆ្នាំខ្មែរសង្ក្រាន្តទៅចប់ហើយយើងនឹងបន្តសមិទ្ធផលបន្ថែមទៀតស្អែកខ្ញុំទៅសម្ពោធរោងចក្រ Ford នៅពោធិ៍សាត់រថយន្តទៅឡើងឡានអាមេរិកហើយខ្ញុំត្រូវសម្ពោធបន្តទៀតសមិទ្ធផលច្រើនរួមទាំងពលាយន្តហោះខែ7ទៅបន្តធ្វើតទៅទៀតបាទត្រូវបន្តតាក់ទាញវិនិយោគត្រូវបន្តជំរុញការវិវត្តសេដ្ឋកិច្ចត្រូវជំរុញទេសចរឲ្យមកកម្ពុជាច្រើនហើយការផ្សព្វផ្សាយល្អពេលចូលឆ្នាំនេះខ្ញុំជឿថានឹងផ្សព្វផ្សាយទៅដល់បរទេសនិងប្រជាពលរដ្ឋយើងដើម្បីដើរលេងកម្សាន្តឲ្យបានច្រើននៅទូទាំងប្រទេសយើងផ្សព្វផ្សាយល្អសន្តិភាពសប្បាយនៅក្នុងស្រុកយើងបរទេសគេមកលេងអ្នកដែលមិនធ្លាប់មកកម្ពុជាគេមកសប្បាយគេទៅប្រាប់គ្នាគេប្រជាជនខ្មែរដែលមិនធ្លាប់មកលេងកពតមកលេងឆ្នាំនេះល្អសប្បាយឆ្នាំក្រោយគាត់ហៅគេមកទៀតហើយមិនបាច់ចាំឆ្នាំក្រោយជួនកាលចុងសប្តាហ៍មកលេងទៀតព្រោះខ្ញុំមើលចូលឆ្នាំទៅចប់មិនសមមិញទេបាទព្រោះចំហាយបាទពួកខ្ញុំសួរទៅខេត្តព្រះសីហនុតាមមិនអីមិនសមមិញមិនសមថ្ងៃនៅស្ទះឡានដដែលទេបានន័យថាយើងចប់ថ្ងៃ16តែចំហាយបន្តមកដល់ថ្ងៃ20ហើយបើសិនជាគាត់ឃើញនៅកន្លែងថ្មីការបង្កើតហើយដូចនៅក្នុងខេត្តសមិទ្ធផលថ្មីបាទមានសេះសមុទ្រមាននីលកាយៈឥឡូវមានទឹករួមអញ្ចឹងគាត់ក៏មកថែមទៀតអញ្ចឹងមកកពតកែបក៏រៀបចំកន្លែងថែមឥឡូវចាក់ឆ្នេរកាលឥឡូវរៀបចំអាឆ្នេរមួយដែលជាសាធារណៈយើង2គីឡូកន្លះនោះប្រហែលឆ្នាំទៀតហើយដើម្បីសាធារណៈអញ្ចឹងខេត្តមួយប្រកួតគ្នាដើម្បីរៀបចំខេត្តព្រះសីហនុក៏រៀបខេត្តកោះកុងក៏រៀបចាំខេត្តឆ្នេរសមុទ្ររបស់យើងសម្រាប់ទេសចរនឹងមានផលិតផលកាន់តែច្រើនសម្រាប់ប្រជាពលរដ្ឋយើងដែលមកកំសាន្តចុងសប្តាហ៍ឬមួយក៏ទេសចរដែលមកលេងច្រើនហើយបង្កើតផែនេះទេសចរដែលចូលមកខេត្តព្រះសីហនុឧទាហរណ៍មក cruise មួយឥឡូវពេលខ្លះគាត់ជិះតាមកណូតនឹងមកទឹកគាត់មកនឹងមកតាមគោកមកតាមទឹកមកកោះរងមកអីភ្ជាប់ឥឡូវយើងបើកនេះអន្តរជាតិទៅជាតិតភ្ជាប់ជាមួយប្រទេសជិតខាងប្រទេសវៀតណាមប្រទេសថៃ
ទេសចរមកថែមទៀតនឹងហើយគឺការបង្កើតសមិទ្ធផលបន្ថែមហើយសមិទ្ធផលនេះមិនមែនសម្រាប់ក្រុមហ៊ុន AZ ឬមួយក៏សម្រាប់ផែនេះទេផែនេះគ្រាន់តែជាមធ្យោបាយចម្លងជាស្ពានចម្លងប៉ុន្តែបើកច្រកទេសចរដែលគេមកហើយគេមិននៅជិះកណូតមកពីថៃមកពីកំពង់សោមមកដល់អង្គុយហូបតែមួយកែវនៅផែនេះហើយចេញទៅវិញទេគេប្រកាសជាចូលទៅលេងនៅក្នុងខេត្តកំពតហើយអញ្ចឹងបង្កើតទេសចរបន្ថែមជូនអ្នកកំពតដើម្បីលើកស្ទួយជីវភាពរស់នៅរបស់អ្នកខេត្តកំពតយើងធ្វើសមិទ្ធផលបន្ថែមដែលយើងរួមគ្នាអបអរសាទរថ្ងៃនេះជូនដល់បងប្អូនជិត 7,000 នាក់ដែលមកទីនេះបូកជាមួយនឹងអ្នកដែលបានស្ដាប់ឮតាមគឺយើងបន្តធ្វើសមិទ្ធផលវិជ្ជមានដើម្បីផលប្រយោជន៍ជូនប្រជាពលរដ្ឋសមិទ្ធផលដែលខ្ញុំសម្ពោធថ្ងៃ12ខែ4ស្ពាននិងផ្លូវគឺសម្រាប់ជួយលើកកម្ពស់សេដ្ឋកិច្ចនិងតភ្ជាប់សេដ្ឋកិច្ចរបស់ប្រជាជនអ្នកខេត្តកំពង់ចាមអ្នកខេត្តត្បូងឃ្មុំបូកជាមួយនឹងខេត្តផ្សេងទៀតធ្វើការតាណានៅទីនេះសម្រាប់ទេសចរអន្តរជាតិនិងជាតិប្រជាពលរដ្ឋយើងមិនថាមកពីខេត្តណាចង់ជិះកណូតទៅលេងនៅកោះអាចឡើងពីនេះបានមិនចាំបាច់ទៅដល់ខេត្តបរសៀនអនុទៀតទេនិយាយចឹងខេត្តបរសៀនអនុមកទេហ៎ហ្នឹងហើយកុំអន់ចិត្តខ្លាចគេតារាមួយដូចខ្ញុំប្រអាប់នៅកំពង់ចាមហាងតំមាប់កំសត់អត់ទេបើកើតកាន់តែច្រើនហ៊ានមកកាន់តែច្រើនបានន័យថាឈ្នះបាទហើយបង្កើតទេសចរកញ្ចប់ជាមួយគ្នាទៅ Travel Agent នៅខេត្តកំពតក្តីនៅខេត្តកំពង់សោមខេត្តបរសៀនអនុក្តីបង្កើតកញ្ចប់ទៅឧទាហរណ៍មួយយប់មួយថ្ងៃហ្នឹងតពីខេត្តកំពតមកដើរទៅណាព្រឹកនៅកំពង់សោមល្ងាចមកកំពតព្រឹកមកកំពតល្ងាចដើរកំពង់សោមទៅបង្កើតទៅឥឡូវយើងមានមធ្យោបាយកាន់តែច្រើនទាំងគោកក៏មានទាំងទឹកក៏មានអញ្ចឹងកាន់តែល្អសម្រាប់ខេត្តទាំងពីរជាសហធម្មពលមិនមែនបង្កើតដើម្បីប្រកួតគ្នាយកស្លាប់រស់ទេប៉ុន្តែដើម្បីគៀកស្មារគ្នាភ្ជាប់គ្នាឲ្យកាន់តែខ្លាំងដើម្បីរួមគ្នាលើកស្ទួយទេសចររបស់ខេត្តជាប់សមុទ្រកម្ពុជាទាំង4តែម្ដងបាទហើយតាទាញមកខេត្តកំពតហើយកែបកំពិបាកកែបទៅណាទាញទៅផងទៅតាក់មួយផងទៅបាទចិត្តទេអញ្ចឹងគឺចិត្តគ្នានឹងតែម្ដងទាញមកដល់នេះគេចង់ទៅណាហេកំពតមានទឹកឆាមានទឹកឈូទឹកឆាពងចាមទឹកឈូបាទគេចង់ទៅមើលណាទៀតអូទៅមើលភូមិនេសាទនៅកែបទៅមើលនោះទៀតមានទៅស្អីនឹងហើយគឺការតភ្ជាប់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដើម្បីទាញមនុស្សមកដើម្បីអីដើម្បីផ្ដល់សក្តានុពលនិងផ្ដល់លទ្ធភាពឲ្យអ្នកនៅក្នុងខេត្តចេះច្បាមយកបង្កើតឱកាសដើម្បីទាញយកដើម្បីបង្កើនសេដ្ឋកិច្ចរបស់ខ្លួនបាទទាញបង្កើតនៅអាជីពផ្សេងដើម្បីទាញចំណូលជូនប្រជាពលរដ្ឋរបស់យើងនេះហើយគឺអ្វីដែលរាជរដ្ឋាភិបាលបានធ្វើបាទប៉ុន្តែយើងមិនអត់ខ្ចោះទេកន្លែងដែលមិនទាន់មានយើងខិតខំកសាងឲ្យមានកន្លែងដែលនៅខ្វះខាតយើងខិតខំកសាងដោះស្រាយបញ្ហាប៉ុន្តែសូមឲ្យមើលព្រៃទាំងមូលកុំផ្ដោតតែដើមឈើមួយដើមដែលវាមានបញ្ហាយើងត្រូវមើលព្រៃទាំងមូលហើយព្រៃរបស់យើងកាន់តែដោះលូតលាស់ហើយនេះហើយគឺជាមោទនភាពរបស់យើងហើយរាជរដ្ឋាភិបាលនឹងខិតខំបន្តដើម្បីថែរក្សាព្រៃនេះឲ្យកាន់តែល្អមានផ្លែផ្កាជូនប្រជាពលរដ្ឋនិងដាំបន្ថែមទៀតដើម្បីឲ្យកាន់តែរីកគ្រប់ទីកន្លែងបាទធ្វើស្ពានធ្វើផ្លូវធ្វើការវិនិយោគនិងជំរុញផ្សេងហើយនិយាយបែបនេះខ្ញុំសូមបន្តបន្តិចចុះបាទសូមបន្តព្រោះរឿងនេះវាពិបាកធ្វើអីក៏មិនកើតពិបាកអ្នកខ្លះជិះនៅលើផ្លូវ highway ដែលកសាងដោយឥណទានពីចិនជេរចិត្តអ្នកខ្លះធ្វើការនៅក្នុងរោងចក្រដែលមានតកែចិនប្រាក់ខែរាប់រយខ្លះដល់រាប់ពាន់នៅជេររដ្ឋាភិបាលទាញវិនិយោគពីចិនមកខ្ញុំមិនយល់នេះតាក់ទងទៅនឹងដំណើរទស្សនកិច្ចរបស់ផ្លូវរដ្ឋរបស់ប្រធានាធិបតីស៊ីជីនពីងដែលគាត់មកក្រោយចូលឆ្នាំប្រធានបទនេះខ្ញុំគិតថាប្រជាពលរដ្ឋយើងគួរតែមានវឌ្ឍនភាពដែលកម្ពុជាប្រទេសទូចមួយមានទំនាក់ទំនងស្មើមុខស្មើមាត់ជាមួយប្រទេសមហាអំណាចនិងគ្រប់ប្រទេសទាំងអស់លើពិភពលោកប្រទេសកម្ពុជាជាចំណោមប្រទេសតែ3គត់ក្នុងដំណើរទស្សនកិច្ចមានវៀតណាមមានម៉ាឡេស៊ីនិងកម្ពុជា
ហើយសួរថាទំនាក់ទំនងរវាងកម្ពុជាចិនខុសអីនៅពេលដែលកម្ពុជាមិនបានប្រកាន់នៅជំហរយកប្រទេសណាមួយផ្ដាច់ចោលប្រទេសណាទេគឺយើងមានទំនាក់ទំនងជាមួយគ្រប់បណ្ដាប្រទេសលើពិភពលោកនេះជាជំហរនយោបាយរបស់យើងផ្អែកទៅលើគោលការណ៍គោរពឯករាជ្យភាពអធិបតេយ្យភាពនិងការគោរពផលប្រយោជន៍គ្នាទៅវិញទៅមកនេះគឺជាអ្វីដែលកម្ពុជាធ្វើហើយខ្ញុំសូមបញ្ជាក់បាទនេះគឺជាជំហររដ្ឋាភិបាលរបស់យើងមិនមែនអាណប់ពីណាគេទេប៉ុន្តែអ្វីដែលមានការបកស្រាយបញ្ចំនួនខ្ញុំសូមជម្រាបបញ្យល់ជូនហើយជូនសាសទៅបងប្អូនតិចចុះព្រោះបើយើងមិននិយាយមិនបញ្យល់នៅទៅហ្នឹងហើយខ្ញុំឃើញទស្សនកិច្ចរបស់ប្រធានាធិបតីម្ដងនេះខ្ញុំគិតថាកន្លងទៅមានការលើកឡើងមួយចំនួនហើយខ្ញុំសង្ឃឹមថាទស្សនកិច្ចមួយនេះបញ្ចប់នៅការលើកឡើងទាំងអស់នោះទី1គេថារដ្ឋាភិបាលចិនមិនអោយតម្លៃរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មីនេះទេឃើញកាសែតបរទេសជាច្រើនណាស់នៅក្នុងឆ្នាំទៅនិយាយថាកម្ពុជាស្ពៃហើយសំបីតាចិនក៏លែងជួយដែរស្ពៃហើយទំនាក់ទំនងកម្ពុជាឯកោហើយតិចទៀតដួលហើយទី2គេថាបែជីហ្វូណនបែអើយឬទៅចិនជប់ជួយហើយអាឡូម៉ៃឥឡូវខ្ញុំគេសួរថាម៉េចបានជាយើងមិនឆ្លើយតបមានបញ្យលខ្ញុំថាបញ្យលអ្នកខ្លះមិនគាត់ស្ដាប់មិនឮទេគាត់ស្ដាប់មិនឮគាត់ស្ដាប់ឮតែធ្វើបណ្ដឹងគាត់ស្ដាប់ឮតែនៅបន្តធ្វើកិច្ចការងារនិយាយស្ដីដែលគ្មានការទទួលខុសត្រូវយើងមិនបាច់បញ្យលទេយើងធ្លាប់បញ្យលរួចទៅហើយប៉ុន្តែអ្វីដែលសំខាន់ចាំមើលជាក់ស្ដែងឥឡូវអ្នកដែលថាចិនលែងមានទំនាក់ទំនងជាមួយរាជរដ្ឋាភិបាលថ្មីហើយស្ពៃហើយឥឡូវតាមទស្សនកិច្ចមួយនេះខ្ញុំអាចថាអាចអស់លោកបានស្កប់ចិត្តហើយស្ងប់អារម្មណ៍ហើយឈប់និយាយទៅព្រោះនិយាយទៀតនាំតែខ្វះគេព្រោះរូបភាពវាច្បាស់ហើយប្រធានាធិបតីប្រមុខរដ្ឋរបស់ចិនបានមកទស្សនកិច្ចផ្លូវរដ្ឋទៅកម្ពុជាសារនយោបាយបញ្ជាក់ហើយបន្ថែមប៉ុណ្ណោះបានលើកកម្រិតនៃទំនាក់ទំនងរវាងកម្ពុជាសហគមន៍ជោគវាសនារួមគ្រប់រដូវកាលបានន័យថាទាំងលំបាកទាំងស្រួលគឺយើងបន្តរួមគ្នាសហការគ្នាដើម្បីអភិវឌ្ឍរួមគ្នាតាមគោលការណ៍គោរពអធិបតេយ្យភាពគោរពគ្នាទៅវិញទៅមកឯករាជ្យភាពនិងមិនលូកដៃនៅក្នុងកិច្ចការផ្ទៃក្នុងរបស់គ្នាទៅវិញទៅមកនេះគឺជាគោលការណ៍ដែលយើងបានធ្វើមិនមែនកម្ពុជាទៅអណប់ទៅខ្លាយជាកូនចឹងអត់ទេគឺយើងអភិវឌ្ឍរួមគ្នាអញ្ចឹងសារនេះធំណាស់ទៅហើយបើថាអ្នកវិភាគអត់យល់សារមួយនេះខ្ញុំមិនដឹងថាដូរអាជីពទៅបាទដូរអាជីពទៅទី2សួរថាប្រជីហ្វូណនមិនហើយខ្ញុំវាមិននឹកស្មានតាមងាយមិនហ្នឹងខ្ញុំចេញមកឃើញអ្នកនាំពាក្យតពេកមួយនោះនិយាយទៀតធ្វើឯងអ្នកនាំពាក្យតែមិនព្រមយល់ការពិតគេថាចិនមិនដែលប្រកាសវិភាគតទៅអស់សក់ហើយឥឡូវថ្លៃទៅអ្នកនាំពាក្យកាន់តែមុខជ្រួញទៅទៀតព្រោះមួយថ្ងៃនឹកឃើញថាស្អីដែលរិះគន់វាយប្រហារវាយមិនចេះចប់វាយទាំងពេលប្រជាជនមានការទុកវាយទាំងចូលឆ្នាំវាយទាំងរឿងដែលល្អប៉ុន្តែខ្ញុំគិតចេះភូតកាន់តែច្រើនវិភាគកាន់តែច្រើនធ្វើឲ្យសារពលាបខ្លួនឯងទេព្រោះភ័ស្តុតាងវាជាក់ស្ដែងគេនិយាយចេះគេថាហេតុអីបានជាចិនប្រកាសជួយប្រៃជីកដោយសារចិនទៅឆ្លោះគ្នាមួយអាមេរិកថាចិនពីមុនមិនដែលប្រកាសជួយទេខ្ញុំសូមបញ្ជាក់ណាសូមឯកឧត្តមទៅមើលអស់លោកទៅមើលហើយជាពិសេសអស់លោកអ្នកវិភាគខាងក្រៅហើយប្រជាពលរដ្ឋរបស់យើងនិស្សិតបញ្ញវត្តិរបស់យើងប្រជាពលរដ្ឋមន្ត្រីរាជការបងប្អូនរបស់យើងទៅឆែកមើលទៅភ័ស្តុតាងវាយទៅលើកសែតទៅធ្វើលើ Google ទៅវាអត់មានទៅណាទៅមានទាំងអស់មិនដែលពេលណាមួយដែលថា
គម្រោងនេះត្រូវរដ្ឋាភិបាលចិនបដិសេធជួយឬទេខ្ញុំទៅជួបប្រធានាធិបតីស៊ីជីនពីងទូតចិនបានចេញសារយើងនៅបន្តសហការគ្នាលើកសាងនេះអញ្ចឹងខ្ញុំគ្រាន់តែប្រាប់ថាអញ្ចេះបើចង់វាយបហាវាយទៅចោះប៉ុន្តែគួរតែផ្អែកលើការពិតខ្លះផងបើសិនមិនអញ្ចឹងទេគឺប្រជាពលរដ្ឋខ្មែរគាត់មានការវិនិច្ឆ័យច្បាស់លាស់បើសិនជាគ្មានភ័ស្តុតាងស្រួលបួលបើមិននិយាយគេមិនថាកោទេប៉ុន្តែបើអ្នកឯងជ្រុលជានិយាយឲ្យសូមឲ្យមានភ័ស្តុតាងច្បាស់ផងតាក់ឡៃក៏ដើម្បីការពារអំណះអំណាងបើមិនអញ្ចឹងទេកាន់តែបាត់នៅជំនឿអញ្ចឹងទៅឆែកមើលទៅថាតើពេលណាដែលរដ្ឋាភិបាលចិត្តប្រកាសមិនដែលជួយទៅលើគម្រោងនេះគឺបានចរចាគ្នាពីដើមអ្វីដែលការប្រកាសជាផ្លូវការគ្រាន់តែជាការប្រកាសបន្ថែមដោយប្រធានាធិបតីចិនតែប៉ុណ្ណោះពីមុនមកជំហរមិនដែលប្រែប្រួលទេហើយប្រេជីកនេះយើងបើកនៅថ្ងៃទី8ខែ5ខែ8 2024យើងបន្តធ្វើការងារជីកធ្វើការងារបោះនិយាមការចាប់ផ្ដើមចរចាដោះស្រាយផលប៉ះពាល់យើងមិនបានឈប់នោះទេរបៀបរបបគេធ្វើអញ្ចឹងធ្វើផ្លូវ highway ធ្វើផ្លូវអីក៏ដោយពេលដែលគេកំណត់នៅលើផែនទីហើយជំហានបន្ទាប់គឺគេចោះទៅវត្តនិយាមការហើយពិនិត្យមើលផលប៉ះពាល់ដោះស្រាយជូនប្រជាពលរដ្ឋស្រួលបួលមិនមែនចេះតែយក excavator យកទៅកាយនោះទេគេដោះស្រាយផលប៉ះពាល់គិតហើយគេធ្វើដំណើរការនេះបាទដោយការទទួលខុសត្រូវប្រែជីកហ្វូណនក៏ដូចគ្នាពេលខ្លះយើងពិបាកពយល់ហើយបើយើងកន្លែងតែ Winston Churchill គាត់អាសាខ្ញុំចាំគាត់ថាបើយើងកន្លែងតែរវល់រើសដុំថ្មគប់ឆ្កែដែលព្រុសគ្រប់កន្លែងយើងមិនដល់គោលដៅនោះទេអានេះពាក្យរបស់ Winston Churchill នាយករដ្ឋមន្ត្រីអង់គ្លេសសង្គ្រាមលោកលើកទី2ខ្ញុំមិនមែនសំដៅទៅអ្នកណាឆ្កែគឺពាក្យគាត់នេះឯងហើយកម្ពុជាបើសិនជាយើងរវល់តែឆ្លើយតបទៅនឹងការវាយប្រហារអត់មូលដ្ឋានយើងដើរមិនដល់គោលដៅទេអញ្ចឹងដើម្បីបង្ហាញការពិតយើងមានតែខិតខំធ្វើពេលណាចាំបាច់ត្រូវបកស្រាយបដមកកាលយើងចោះតែចាំបាច់ត្រូវតែធ្វើដើម្បីបង្ហាញសមិទ្ធផលដើម្បីបញ្ជាក់នៅការពិតពេលនោះហើយនឹងបិទមាត់អ្នកទាំងអស់នោះឲ្យពិតប្រាកដពួកប្រជាជនលែងជឿអ្នកនោះទៀតហើយពួកគេឃើញសមិទ្ធផលជាក់ស្ដែងសមិទ្ធផលថ្ងៃនេះមិនខុសពីដូចរឿងប្រៃជីកទេខ្ញុំចាំថាឆ្នាំទៅពេលដែលខ្ញុំទៅមើលពលាយន្តហោះមានក្មេងស្រីម្នាក់នៅកូរ៉េគាត់ចេញមកវាយប្រហាររឿងនេះកំពង់ផែអន្តរជាតិកពតគាត់ថាកំពង់ផែអន្តរជាតិកពតនេះរដ្ឋាភិបាលខ្ជះខ្ជាយលុយ$18 លានធ្វើឲ្យប្រើមិនកើតអត់ប្រយោជន៍គាត់អត់ដឹងថាគេមិនទាន់ធ្វើចប់ស្រួលបួលត្រូវបើកផងគេធ្វើផែគេធ្វើកលងប៉ុន្តែពេលនោះពិតណាស់គាត់និយាយមានគេមើលច្រើនគេដឹងគេគិតគេចាប់អារម្មណ៍ប៉ុនមិនមែនថាអ្នកឯងពិតប្រកបនោះទេអ្នកឯងបង្កើតការចាប់អារម្មណ៍កាន់តែច្រើនអ្នកឯងធ្លាក់ក៏កាន់តែច្រើនដែរនៅពេលដែលសមិទ្ធផលនេះត្រូវបានសម្ពោធដូចថ្ងៃនេះអញ្ចឹងគេនឹងស្ដាប់ទៅវិញអូយប៉ែនេះថ្ងៃមុនជេរថាអត់ធ្វើតាមពិតគេធ្វើសោះឥឡូវបាត់ឥទ្ធិពលខ្លួនឯងនឹងហើយគឺការបន្សាបនៅការបំភ្លៃការពិតបែកជីកពូណនយើងនៅតែបន្តធ្វើហើយយើងនឹងខិតខំធ្វើឲ្យបានចប់នៅក្នុងតាមផែនការដើម្បីតភ្ជាប់ផ្លូវសមុទ្រនិងផ្លូវទន្លេធ្វើយ៉ាងណាដើម្បីឲ្យការដឹកជញ្ជូនសេដ្ឋកិច្ចរបស់យើងប្រតិកលាជាពិសេសចូលមកជិតខេត្តកំពតនេះតែម្ដងខ្ញុំមិនចាំបាច់រដ្ឋាភិបាលមិនចាំបាច់មួយថ្ងៃអង្គុយតែឆ្លើយតបទៅនឹងការចោទប្រកាន់ទេយើងនៅតែធ្វើយើងនឹងបន្តធ្វើដំណាក់កាលនៃការវិវត្តក្រសួងសាធារណការបានចេញជូនតំណែងហើយយើងធ្វើអីខ្លះអ្វីដែលសំខាន់គឺសមិទ្ធផលជាក់ស្ដែងជូនប្រជាពលរដ្ឋអញ្ចឹងអ្នកដែលបានស្ដាប់បាទក្មេងស្រីម្នាក់ដែលចេញមកបកស្រាយវាយប្រហារថាកំពង់ផែនេះចោលអត់ប្រយោជន៍ធ្វើឲ្យប្រើមិនកើតរដ្ឋាភិបាលខ្ជះខ្ជាយលុយ2ឆ្នាំទៅឥឡូវបងប្អូនសុំមកមើលសមិទ្ធផលនេះដែលយើងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃនេះតើយើងបោះបង់ចោលមែនទេឬមួយក៏យើងបានប្រើប្រាស់3ខែហើយដំណើរការហើយយើងកំពុងតែធ្វើឲ្យកាន់តែល្អប្រសើរទៀតប្រកាសណាស់បងប្អូនបានឃើញជាក់ស្ដែងហើយយើងសម្ពោធថ្ងៃនេះហើយមានក្រុមហ៊ុនរៀបចំចាត់ចែងដោយដំណើរការជាក់ស្ដែងតែម្ដងយើងមិនបានចោលនោះទេបាទនេះគឺជាការពិតបាទហើយមានអ្នកដែលស្រែក
ខ្ញុំឃើញគេដាក់សារឥឡូវវាយប្រហាររហូតគេថាឥឡូវអាមេរិកហើយចិនកំពុងជាឆ្លោះគ្នាឲ្យប្រធានាធិបតីចិនមកអញ្ចឹងអាមេរិកហើយកម្ពុជាយកស្ពៃទៀតឲ្យខ្ញុំឆ្ងល់មិនបានគេមិនចូលចិត្តស្ពៃណាគេថាយកអាមេរិកយកសាច់គោយកចិនយកស្ពៃណែស្ពៃជ្រក់ឆ្ងាញ់ណាស់ណាតិចត្រីឆ្អើរត្រីអាំងអីអត់មានស្ពៃជ្រក់អត់ទៅរួយទេណាទៅកាលខ្ញុំរៀននៅអាមេរិកមកអាស្ពៃហ្នឹងដាក់ប្រអប់រុំទៅមកតំណងដែរហ្នឹងអីតិចថាទឹកអីទឹកតសក់អីកែវនៅអាមេរិកអង់គ្លេសអីមួយកែវ$10ចាញ់ស្ពៃជ្រក់ទេតែខ្ញុំឆ្ងល់ខ្ញុំយល់គេថាសាច់គោមានជីវជាតិបើកម្លាំងតែស្ពៃមិនសូវមានជីវជាតិជាបន្លែហើយខ្ញុំមើលអា comment ហ្នឹងខ្ញុំមើលអ្នកដាក់ចូលមួយគេមានអ្នកគ្រប់គ្រងទាំងសងខាងអ្នកមួយគេថាអត់បន្លែអ្នកមួយទៀតគេថាត្រូវហើយសាច់គោឆ្ងាញ់ប៉ុន្តែជាតិខ្លាញ់សុទ្ធប្រយ័ត្នលើសខ្លាញ់ងាប់ឆាប់ស្ពៃជាបន្លែសុខភាពល្អរស់យូរបាទអញ្ចឹងទស្សនៈទាំងសងខាងហើយសួរកម្ពុជារើសស្អីស្ពៃឬបន្លែយើងរើសទាំងពីរបាទគ្មានពីណាមកភ្ជង់យើងបំបត្តិសិទ្ធយើងឲ្យរើសបន្លែឬសាច់គោនោះទេយើងត្រូវរើសទាំងពីរព្រោះយើងគិតគូរពីសុខភាពរបស់យើងសុខភាពរបស់យើងគឺសេដ្ឋកិច្ចនិងជីវភាពរស់នៅរបស់កម្ពុជារបស់ប្រជាជនយើងនេះដែលយើងត្រូវរើសអ្នកណារើសស្ពៃរើសទៅអ្នកណារើសគោរើសទៅសុំកុំភ្លេចណាសំបីតែគោនឹងក៏វាស៊ីស្ពៃដែរតិចអត់ជឿថាគោស៊ីស្មៅខ្ញុំឆែកវាយ YouTube មើលកន្លែងខ្លះអ្នកចការនៅអាមេរិកកាត់បន្លែកាត់ស្ពៃអីដាក់ឲ្យគោស៊ីបាទហើយសំបីតែស្ពៃនឹងក៏ត្រូវការអាចគោដែរពេលខ្លះនោះចឹងបានន័យថាទាំងគោទាំងស្ពៃវាពឹងគ្នាទៅវិញទៅមកហើយយើងស្អីយើងទៅរើសយកសាច់គោយកស្ពៃមិនយើងយកទាំងពីរយកទាំងជីវភាពទាំងកាឡូរីខ្ពស់បូកជាមួយនឹងសុខភាពល្អថែមបន្លែមកទៀតដើម្បីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរបស់យើងនេះគឺជាការរើសរបស់រាជរដ្ឋាភិបាលហើយកម្ពុជាមានឯករាជ្យអធិបតេយ្យភាពក្នុងការសម្រេចចិត្តផ្ទាល់ខ្លួនគ្មានពីណាមកដាក់សម្ពាធរបស់យើងបាទទេខ្ញុំសូមបញ្ជាក់គ្មានគោគ្មានស្ពៃនោះទេគឺយើងយកទាំងអស់ដើម្បីខ្លួនយើងបានរឹងមាំយើងរស់បានយូរជីវិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយើងកាន់តែសម្បូរសប្បាយនេះគឺជាអ្វីដែលរាជរដ្ឋាភិបាលដឹកនាំដោយគណៈបកប្រជាជនកម្ពុជាប្រកាន់ជំហរច្បាស់លាស់បាទគឺអព្យាក្រឹតបញ្ចូលបដិបត្តិនិងមិនចូលជាមួយប្រទេសណាប្រឆាំងប្រទេសណានោះទេយើងមិត្តទាំងអស់គ្នាប្រទេសខ្លះអ្នកនយោបាយខ្លះមិនទាន់ឡើងកាន់អំណាចផងជ្រើសមួយរួចទៅហើយអញ្ចឹងមមតកាន់អំណាចទៀតទៅជាស្អីសូមនិយាយឲ្យច្បាស់ទៅលើនេះបាទហើយស្អីក្រមប្រឹក្សាស្អីទៅបាទខ្ញុំវាហួសចិត្តមិនសើមិញគេចេញមកហើយខ្ញុំសូមបញ្ជាក់អញ្ចេះខ្ញុំឃើញអ្នកនាំពាក្យនឹងទៀតយូរអស់ហើយមកក្រុមប្រឹក្សាធ្វើការតែ2-3នាក់គ្នាគាត់ហ្នឹងឯងបាទធ្វើអីតើខ្មែរអាក្រក់សុទ្ធទេប្រជាពលរដ្ឋខ្មែរយើងល្អអត់ខ្ចោះឬមួយក៏ប្រទេសយើងវាអាក្រក់ជាងគេទេខ្លួនជាខ្មែរដែរហេតុអីក៏មិននិយាយល្អពីខ្មែរខ្លះផងចំណុចអវិជ្ជមានរិះគន់វាយប្រហារត្រឹមត្រូវធ្វើចោះប៉ុន្តែពេលខ្លះបើមិននិយាយគេមិនថាគោទេរឿងអីម្សិលមិញនេះឃើញគេចេញមកគេយកសេចក្តីថ្លែងការណ៍រួមរបស់កម្ពុជាដឹកចិនដែលក្រសួងការបរទេសប្រហោះពីថ្ងៃ18ក្រោយទស្សនកិច្ចនោះគេយកទៅអានមិនបាទគេយកទៅអានមិនគេចេញមកសំយោគ3ចំណុចចំណុច2ដំបូងគឺថានិយាយពីកម្ពុជានិងចិននៅក្នុងក្របខ័ណ្ឌអន្តរជាតិនិងតំបន់គេមិននិយាយតែចំណុចទី3គេចោទថាតាមកិច្ចព្រមការប្រកាសរួមនោះគឺរដ្ឋាភិបាលក្រុងភ្នំពេញបានលើកប្រទេសកម្ពុជាទាំងមូលឲ្យទៅចិនកុម្មុយនីសគ្រប់គ្រងទៅហើយតាំងពីវិស័យសន្តិសុខ
ឲ្យចិនគ្រប់គ្រងនឹងលឺគ្រប់បែបយ៉ាងគឺថាកងកម្លាំងប្រដាប់អាវុធតាំងពីថ្នាក់ជាតិដល់ក្រោមជាតិតាំងពីថ្នាក់ក្រោមជាតិដល់កំពូលផ្ដល់នៅវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មឲ្យចិនគ្រប់គ្រងទាំងអស់តើលោកបានមកពីណាឯកសារនេះខ្ញុំមិនបានលាក់ទេឯកសារនេះយើងប្រកាសឲ្យសាធារណៈឃើញជាចំហលោកឯងយកឯកសារដែលសាធារណៈយកទៅអ្នកឯងយកទៅបកស្រាយបែបនេះគឺស្មើនឹងបំផ្លាញនៅការទុកចិត្តខ្លួនឯងពួកប្រជាជនខ្មែរចេះអានដែរមន្ត្រីរាជការយើងបើមិនជឿទៅមើលសេចក្តីថ្លែងការណ៍មើលហើយស្ដាប់អ្នកនាំពាក្យរបស់ក្រុមប្រឹក្សាទៅមើលណាអ្នកនាំពាក្យក្បាលតពេកមកជ្រួយមាត់ស្បេះខ្ញុំនិយាយចឹងមកខ្ញុំថាតាមអ្នកចូលខមមិនទៅឲ្យគាត់ទេគេដាក់អញ្ចឹងបាទហើយមាត់ហ្នឹងគឺមាត់ហ្នឹងមាត់ប្រកែជេមែនឬអ្នកនាំពាក្យនឹងត្រូវប៉ុន្តែខ្ញុំសូមធ្វើបែបនេះគឺបំផ្លាញខ្លួនឯងទេខ្ញុំសូមផ្ដល់យោបល់ទៅធ្វើនយោបាយត្រូវសន្សំមូលធននយោបាយឲ្យច្បាស់បើអ្នកឯងបាត់មូលធននយោបាយអ្នកឯងនឹងបាត់ការគ្រប់គ្រងមូលធននយោបាយរបស់អ្នកនយោបាយឬក្រុមនយោបាយកត្តាច្រើនដែលកត្តា3ដែលមានទី1គឺគុណធម៌សីលធម៌ទី2គឺសច្ចធម៌ទី3គឺជំហរនឹងនៅច្បាស់លាស់បាទឥឡូវក្រុមអ្នកឯងមានអត់3ដឹកទី1ពាក់ព័ន្ធទៅនឹងគុណធម៌សីលធម៌គុណធម៌សីលធម៌ជាអ្នកនយោបាយជាស្អីគឺគុណធម៌ជាមនុស្សបាទបើចង់ធ្វើអ្នកនយោបាយឲ្យគេគោរពត្រូវធ្វើជាមនុស្សឲ្យគេគោរពសិនទី1ត្រូវយកគោលនយោបាយមិនមែនគំនុំតខ្លួនដល់វាយគេវាយទាំងគ្រួសារគេនោះទេទី2ទស្សនៈខុសគ្នាជាធម្មតាប៉ុន្តែមើលឲ្យឃើញការមើលងាយមនុស្សមិនបែបទេបេដែរអស់លោកដែរគឺដើរតែមើលងាយគេមើលងាយមន្ត្រីរដ្ឋាភិបាលបញ្ជាក់ធ្វើការខ្លួនឯងប្រកែសុទ្ធទស្សនៈវិធីសាស្ត្រធ្វើការខុសគ្នាកិច្ចការទាំងអស់នេះគឺយើងធ្វើទី3មិនកេងចំណេញនយោបាយមានគេពេលគេមានទុកឬប្រជាជនមានទុកបាទនេះគឺជាគុណធម៌ធំណាស់មិនមែនពេលគ្រួសារគេកំពុងតែមានទុកណែឯងចេញមកកេងចំណេញវាយប្រហារនោះទេមិនមែនពេលដែលប្រជាជនថៃប្រជាជនខ្មែរស្លាប់នៅក្នុងគ្រោះរំជួយដីនៅថៃណែឯងចេញមកកេងចំណេញនយោបាយវាយប្រហាររដ្ឋាភិបាលថៃណារដ្ឋាភិបាលគេគណៈបព្វចាំងគេមិនបានចេញមកជេររដ្ឋាភិបាលថៃពេលដែលជនជាតិថៃបានស្លាប់នៅអ៊ីស្រាអែលធ្វើជាពលករនៅអ៊ីស្រាអែលទៅណាពេលដែលវាយគ្នាហាម៉ាស់ហើយអ៊ីស្រាអែលវាយគ្នាឆ្នាំប្រហែលទៅអ្នកនយោបាយប្រឆាំងនឹងរដ្ឋាភិបាលគេរួមគ្នាដើម្បីធ្វើយ៉ាងម៉េចរកជូនប្រជាជនមកផ្ទះដោះស្រាយអ្នកដែលត្រូវគេចាប់ចម្រិតរួមគ្នាជាមួយរដ្ឋាភិបាលដើម្បីរកវិធីចរចារវិធីដោះមានតែអ្នកនយោបាយខ្មែរទេដែលជេរគ្រប់បែបយ៉ាងតែមិនផ្ដល់ដំណោះស្រាយពេលដែលបាក់អាគារភ្លាមទូតខ្មែរជាមួយមន្ត្រីពលករខ្មែរប្រចាំការនៅស្ថានទូតទៅនោះតាំងទៅដល់ភ្លាមដើម្បីជួយដោះម្សិលមួយថ្ងៃយើងបានរកឃើញសពបរិយទៀតទៅបានបញ្ជាក់រដ្ឋាភិបាលបានចាត់តំណាងទៅឬខ្ញុំផ្ញើតវិការចូលបុណ្យគាត់ទៅថៃអ្នកនៅបាត់ដំបងអ្នកដែលទាញកេងចំណេញយកមកបង្កើតសិទ្ធិទាញយកចំណេញលើសពរបស់ពលករខ្មែរយើងតើនេះឬជាគុណធម៌នយោបាយចូលឆ្នាំនេះប្រជាពលរដ្ឋអបអរសាទរខ្លួនឯងចេញមកវាយប្រហារគ្រាន់តែយើងបញ្ជូនកម្លាំងទៅដើម្បីថែរក្សាសន្តិសុខនៅអង្គរសង្ក្រាន្តបកូណាប្រមុខរាជរដ្ឋាភិបាលប្រមុខសភាផ្នែកដឹកនាំយើងទៅធ្វើពិធីបួងសួងចម្រើនគេថាសេចក្តីសុំសេចក្តីសុខប្រជាពលរដ្ឋយើងរាប់ពាន់អ្នក3ថ្ងៃនៅក្នុងទឹកជាអន្តរជាតិក៏គេចោទថារដ្ឋាភិបាលនឹងបំផ្លាញលុយដែរគ្រាន់តែរឿងអ្នកបាញ់ទឹកច្រើនក៏គេចោទថារដ្ឋាភិបាលឥឡូវគេថារដ្ឋាភិបាលឪកូននេះគឺបំផ្លាញវប្បធម៌ព្រោះឲ្យប្រជាជនលេងបាញ់ទឹកច្រើនពេកជេរដល់ថ្នាក់ហ្នឹងតើនេះឬជាគុណធម៌នយោបាយទៅសួរប្រជាពលរដ្ឋមើលតើគាត់បាញ់ទឹកលៀមម្សៅនេះតើគាត់បាត់អត្តសញ្ញាណជាខ្មែរឬទេគាត់មានទៅវត្តទេគាត់មានវាយក្អមទេគាត់មាន
រាប់ត្រុតគាត់មានស្អីទៅមានដូចតែគ្នាតើអញ្ចឹងជេររដ្ឋាភិបាលស្មើនឹងជេរប្រជាពលរដ្ឋខ្លួនឯងរាប់លាននេះហើយគុណធម៌នយោបាយបើអ្នកឯងចង់ជេរអ្នកឯងគួរមានពេលវេលាត្រូវគិតគូរផងកុំយករឿងមកករណីយកមកផ្សព្វផ្សាយបង្អាប់ប្រទេសខ្លួនឯងនេះហើយគេហៅថាគុណធម៌និងសីលធម៌ក្នុងនាមជាអ្នកនយោបាយបាទគិតគូរពីរឿងធំកុំមើលរឿងគំនុំគំគួនមកជ្រុងតូចដើម្បីធ្វើការវាយប្រអាប់ប្រទេសខ្លួនឯងបាទចង់វាយរដ្ឋាភិបាលតែអ្វីដែលអស់លោកលើកឡើងគឺលើកឡើងអំពីជ្រុងដើម្បីវាយប្រទេសខ្លួនឯងបង្កើតនៅទោមនស្សនៅក្នុងអារម្មណ៍របស់ប្រជាពលរដ្ឋរបស់យើងនេះហើយគេហៅថាគុណធម៌និងសីលធម៌ក្នុងនាមជាមេដឹកនាំអ្នកនយោបាយរបស់យើងទី2សច្ចធម៌សច្ចៈគឺសេចក្តីពិតដំណើរទៀងត្រង់អញ្ចឹងការដែលអស់លោកលើកមកថារដ្ឋាភិបាលនៅក្នុងកិច្ចព្រមព្រៀងឬមួយក៏សេចក្តីប្រកាសថ្លែងការណ៍រួមនេះថាបានលើករាជរដ្ឋាភិបាលបានលើកប្រទេសទាំងមូលឲ្យទៅចិនគ្រប់គ្រងអ្នកឯងកំពុងតែដើរប្រឆាចពីសច្ចធម៌ព្រោះផោះតាំងប្រជាពលរដ្ឋរាប់លានអ្នកអាចមើលបានបាទអាចមើលបានព្រោះយើងប្រហោះនៅលើเพจអត់មានលាក់ទេមើលខ្លឹមសារនៅទីនោះចោះអត់មានមកកន្លែងណាថាយើងឲ្យប្រទេសចិនមកគ្រប់គ្រងទេបងប្អូនប្រជាពលរដ្ឋសូមពិនិត្យមើលចោះចូលទៅមើលទៅនៅเพจទាំងអស់នេះបាទហើយនៅក្នុងសេចក្តីថ្លែងការណ៍រួមនោះគឺនៅក្នុងនោះជាពិសេសខ្ញុំលើកដូចជាចំណុចទី3គឺបានបញ្ជាក់យ៉ាងច្បាស់ណាស់ភាគីទាំងពីរបញ្ជាក់សារជាថ្មីនៅការគ្រប់គ្រងផលប្រយោជន៍ស្នូលអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដីឲ្យគ្នាទៅវិញទៅមកព្រមទាំងប្រឆាំងដាច់ខាតការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសនេះមួយភាគីចិនបញ្ជាក់ជាថ្មីនៅការគ្រប់គ្រងយ៉ាងពេញទាំងវឹងនៅចំពោះកម្ពុជាក្នុងការប្រកាន់មាគ៌ាអភិវឌ្ឍដោយឯករាជ្យនិងស្របតាមលក្ខខណ្ឌជាតិរបស់កម្ពុជាព្រមទាំងគ្រប់គ្រងកម្ពុជាដោយងារេចំពោះការការពារអធិបតេយ្យជាតិឯករាជ្យជាតិអបូរណភាពទឹកដីព្រមទាំងទួនាទីកាន់តែសកម្មរបស់កម្ពុជានៅក្នុងកិច្ចការតំបន់និងអន្តរជាតិនេះគឺជាខ្លឹមសារនៅក្នុងឯកសារដែលបានដាក់ចេញអស់លោកមើលកន្លែងណាដែលថាកម្ពុជាបានយកប្រទេសដាក់ទៅឲ្យចិនត្រួតត្រាទៅពេលដែលខ្លឹមសារនៅក្នុងនោះនិយាយច្បាស់ថាគេគោរពអធិបតេយ្យភាពនិងឯករាជ្យភាពរបស់ជាតិកម្ពុជានេះជាការពិតបាទហើយការមិនប្រកាន់សច្ចធម៌បែបនេះខ្ញុំថាតែឯងកំពុងជីកដីកប់ខ្លួនឯងបើសិនជាកិច្ចព្រមព្រៀងថ្លែងការណ៍នេះរាជរដ្ឋាភិបាលលាក់ទុកអ្នកឯងនិយាយចោះបង្កើតការសង្ស័យប៉ុន្តែអ្នកឯងកំពុងតែកប់ខ្លួនឯងនៅពេលដែលអ្នកឯងយកខ្លឹមសារដែលគេដាក់ប្រជាពលរដ្ឋបញ្ញវន្តនិស្សិតយើងអាននៅក្នុងនោះគ្រប់ចំណុចទាំងអស់គ្មានកន្លែងណាមួយដែលថាយើងឲ្យទៅគេតែមានតែគេគោរពអធិបតេយ្យភាពនិងឯករាជ្យភាពនិងការសម្រេចចិត្តរបស់កម្ពុជាធ្វើទៅខ្លួនឯងនោះទេអញ្ចឹងខ្ញុំសូមបញ្ជាក់ជូនជនរួមជាតិឲ្យបានច្បាស់ផ្ទុយទៅនឹងអ្វីដែលក្រមនយោបាយមួយចំនួននៅក្រៅប្រទេសថាកម្ពុជាតាមកិច្ចព្រមព្រៀងបានឲ្យប្រទេសចិនគ្រប់គ្រងផ្ទុយទៅវិញគឺរាជរដ្ឋាភិបាលជាមួយនឹងភាគីចិនបានឯកភាពគ្នាទៅលើការគោរពអធិបតេយ្យភាពនិងឯករាជ្យភាពរបស់គ្នាទៅវិញទៅមកហើយកម្ពុជាធានានូវភាពម្ចាស់ការក្នុងការកំណត់ទិសដៅកិច្ចការទាំងក្នុងប្រទេសនិងក្រៅប្រទេសលើតំបន់និងអន្តរជាតិដោយខ្លួនឯងគ្មានពីណាមកច្អល់បង្ហាញនោះទេគឺឯករាជ្យភាពរបស់យើងនេះហើយគេហៅថាសច្ចភាពនៃនយោបាយអ្នកឯងនិយាយចោះដើម្បីឲ្យលឺវាយប្រភូតកាន់តែច្រើនគឺផលអត់ច្បាស់ចំណុចទី3គុណធម៌សច្ចធម៌ហើយសំខាន់មួយទៀតក្នុងនាមជាមេដឹកនាំនយោបាយឬមួយជាកម្លាំងនយោបាយត្រូវធានានៅគេហៅថាជំហររឹងមាំច្បាស់លាស់ជំហររឹងមាំច្បាស់លាស់របស់អ្នកនយោបាយចង់និយាយយ៉ាងម៉េចខ្ញុំលើកឲ្យច្បាស់លាស់ថាជំហររបស់រាជរដ្ឋាភិបាលកម្ពុជា40ឆ្នាំបាត់នេះដឹកនាំដោយគណៈបព្វជិជនកម្ពុជាលើកិច្ចការអន្តរជាតិហើយជាពិសេសតាំងពីអាណត្តិមុនមកដល់នេះយើងអត់មានប្រែប្រួលទេគឺយើងប្រកាន់ឯករាជ្យភាពរបស់កម្ពុជាយើងធ្វើមិត្តជាមួយគ្រប់បណ្ដាប្រទេសទាំងអស់យើងមិនយកប្រទេសណាជាសត្រូវនោះទេ
យើងត្រូវតែរកកិច្ចការគេថារួមចំណុចរួមរបស់ប្រទេសទាំងអស់ដើម្បីជោគជ័យនេះគឺជាចំហជាក់ស្ដែងរបស់យើងបាទហើយខ្ញុំសូមបញ្ជាក់ចំណុចមួយដែលថាកម្ពុជាឬយកចិនឬយកអាមេរិកដែលជាសាច់គោឬជាស្ពៃដែលខ្ញុំនិយាយថាសាច់គោហើយនឹងស្ពៃក៏វាពឹងគ្នាទៅវិញទៅមកដែរនោះកុំភ្លេចថាឥឡូវខ្ញុំមើលគេចោទថាយើងនេះឲ្យចិនមកគ្រប់គ្រងគ្រប់កន្លែងហើយហៅចិនមកវិនិយោគគ្រប់កន្លែងគឺបាត់អធិបតេយ្យភាពខ្ញុំសូមបញ្ជាក់ថាវិនិយោគចិនមិនមែននៅតែកម្ពុជាទេខ្ញុំមើលឲ្យស្រង់ទិន្នន័យយប់មិញឆ្នាំ2023វិនិយោគចិននៅអាមេរិកឆ្នាំ2023វិនិយោគលុយចិនទៅវិនិយោគនៅអាមេរិក$28,000 លានទិញទាំងនៅក្នុងក្រុមហ៊ុនអាមេរិកច្រើនណាស់ដែលមានភាគហ៊ុនចិនទិញយកបាទក្រុមហ៊ុន GE នៅអឺរ៉ុបតាំងពីឆ្នាំ2000ដល់ឆ្នាំ2023លុយចិនវិនិយោគនៅក្នុងប្រទេសអឺរ៉ុបទាំង$163,000 លានក្រុមហ៊ុនអឺរ៉ុបច្រើនដោយក្រុមហ៊ុន Volvo ក្រុមហ៊ុនឡាន Volvo បងប្អូនបែរជាស្គាល់ក្រុមហ៊ុនហ្នឹងបោះសុយអែតប៉ុន្តែចិនទិញយកហើយគ្រប់គ្រងយកហើយក្រុមហ៊ុនឡាន MG Motor នេះឃើញឡាន MG នៅស្រុកខ្មែរឡានអង់គ្លេសតែក្រុមហ៊ុនចិនទិញយកយូរមកហើយក្រុមហ៊ុន Lotus ក្រុមហ៊ុនប្រមាណបោះបារាំងបើឲ្យមានភាគហ៊ុនចិនទិញនៅក្នុងកូរ៉េគេទិញចោះគ្នារួចទៅហើយតិចថាឃើញក្រុមហ៊ុនអាមេរិកអត់មានភាគហ៊ុនចិនមិនមែនទាំងអស់ទេខ្លះមានក្រុមហ៊ុនកូរ៉េគេបើកទីផ្សារសេរីគេទិញទៅគ្នាទៅវិញទៅមកអាមេរិកក៏ទិញភាគហ៊ុនក្នុងក្រុមហ៊ុនចិនក៏ទិញទៅវិញទៅមកអញ្ចឹងគោហើយស្ពៃគេជួយគ្នារស់ហើយយើងឯងស្អីយើងត្រូវចាប់យកទាំងគោចាប់ទាំងស្ពៃឥឡូវនៅជប៉ុនឆ្នាំ2023នេះចិនវិនិយោគជិត$2,000 លាននៅកូរ៉េខាងត្បូង$9,000 លានចិនវិនិយោគនៅអូស្ត្រាលី$5,000 លានជាងនៅក្នុងអាស៊ាន10ប្រទេសលុយចិនវិនិយោគ$25,000 លានឆ្នាំ2023ហើយឃើញចិនវិនិយោគច្រើននៅយើងសួរថាក្នុងអាស៊ានទាំង10ហ្នឹងចិនវិនិយោគនៅប្រទេសណាច្រើនជាងគេខ្មែរយើងលេខ8ចិនវិនិយោគច្រើនជាងគេនៅសិង្ហបុរី$3-10,000 លានចិនវិនិយោគនៅឥណ្ឌូនេស៊ី$4,000 លានកន្លះចិនវិនិយោគនៅវៀតណាម$2,000 លានកន្លះឆ្នាំ2023ចិនវិនិយោគនៅម៉ាឡេស៊ី$2,000 លាន2ចិនវិនិយោគនៅថៃ$1,000 លានចិនវិនិយោគនៅហ្វីលីពីនដែលអាសាមានរឿងសមុទ្រ$900 លានចិនវិនិយោគនៅភូមាដែលកំពុងទៅសង្គ្រាម$400 លានចិនវិនិយោគនៅខ្មែរតែ$300 លានទេអញ្ចឹងបើទាំងអស់គ្នាថាចិនមកវិនិយោគទៅស្រុកខ្មែរបាត់អធិបតេយ្យភាពចុះសួរប្រទេសអាស៊ានទាំង10ហេតុអីក៏សិង្ហបុរីមាន$3-10,000 លានហេតុអីបានឥណ្ឌូនេស៊ី$4,000 លានជាងថៃ$1,000 លានហ្វីលីពីនដែលមានបញ្ហាជាមួយគ្នា$900 លានហេតុអីក៏អាមេរិកឲ្យចិនទៅវិនិយោគ$28,000 លានហេតុអីក៏អឺរ៉ុបក្នុងរយៈពេលជិត10ឆ្នាំឲ្យចិនទៅវិនិយោគជាង$160,000 លានទៅសួរថាតើប្រទេសទាំងអស់នោះបាត់បង់អធិបតេយ្យភាពឯករាជ្យភាពដោយសារវិនិយោគចិនទៅទេអត់ទេកម្ពុជាក៏ដូចគ្នាប្រទេសនីមួយមានកាតព្វកិច្ចទៅប្រទេសទៅប្រជាជនរៀងៗខ្លួនសាច់គោក៏គេយកស្ពៃក៏គេយកព្រោះស្ពៃហើយគោនឹងវាជួយគ្នាទៅវិញទៅមករួចទៅហើយអញ្ចឹងណាកម្ពុជាដែលមានវិនិយោគចិន$300 លាននៅឆ្នាំ2000ប្រៀបធៀបជាមួយប្រទេសអាស៊ានផ្សេងទៀតយើងតិចណាស់ទី8អញ្ចឹងសួរប្រទេសអាស៊ានផ្សេងទៀតដែលគេហៅចិនទៅវិនិយោគធំនឹងគេមិនបាត់អធិបតេយ្យភាពទេអត់ទេបងប្អូនហើយរដ្ឋាភិបាលមួយណាក៏រដ្ឋាភិបាលមួយដែរគេធ្វើការងារសហប្រតិបត្តិការដើម្បីកិច្ចការងារអភិវឌ្ឍរួមផលប្រយោជន៍ជាតិយើងទាំងអស់នេះនេះគឺជាអ្វីដែលយើងធ្វើតែយើងមិនឲ្យបាត់បង់អធិបតេយ្យភាពរបស់យើងទេសួរថាកម្ពុជាយកតែក្រុមហ៊ុនចិនទេអត់ទេខ្ញុំ
សូមបញ្ជាក់ថាកម្ពុជាយើងមិនមែនបើកច្រកតែក្រុមហ៊ុនចិនឬមួយធ្វើការតែជាមួយចិននោះទេថ្ងៃទី5ខែមេសាខ្ញុំសម្ពោធនៅហេដ្ឋារចនាសម្ព័ន្ធការធ្វើទំនើបកម្មមូលដ្ឋានជើងទឹករៀមរបស់យើងដែលកិច្ចសហប្រតិបត្តិការជាមួយចិនឥណទានរបស់ចិនថ្ងៃ12ខែមេសាខ្ញុំសម្ពោធផ្លូវនឹងស្ពាន71ដែលពីឥណទានរបស់ចិននៅថ្ងៃទី17 18ប្រធានាធិបតីស៊ីជីពីងបានមកទស្សនកិច្ចយើងចរចាកិច្ចព្រមព្រៀង37ទៀតនៅថ្ងៃទី19នាវាជប៉ុនកងទ័ពជើងទឹកចិនចូលមកចូលជប៉ុនចូលមកយើងសហប្រតិបត្តិការសន្តិសុខជាមួយនឹងគ្រប់ប្រទេសទាំងអស់មិនថាតែចិនសូម្បីតែជប៉ុនក៏យើងចូលមកស្វាគមន៍ដូចគ្នាតិចទៀតដែលដាក់ពាក្យមកមានពីវៀតណាមមានពីឥណ្ឌាមានពីរុស្ស៊ីត្រូវចូលមកផែនឹងទៀតអញ្ចឹងពេលដែលយើងធ្វើហើយកាន់តែរវល់ហើយខាងអាមេរិកក៏គិតថាមកទៀតដែរយើងស្វាគមន៍ទាំងអស់នេះគឺជាចំហជាក់ស្ដែងរបស់យើងមិនមែនយើងលើកប្រទេសទាំងមូលទាំងកងកម្លាំងប្រដាប់អាវុធតាំងពីថ្នាក់ក្រោមជាតិទៅដល់ថ្នាក់ជាតិដោយគេនិយាយនេះថាយើងឲ្យទៅចិនគ្រប់គ្រងនោះទេគឺយើងនៅរក្សាទំនាក់ទំនងជាមួយគ្រប់ប្រទេសទាំងអស់ជាក់ស្ដែងកប៉ាល់ចិនកប៉ាល់ជប៉ុនចូលមកកំពុងតែសហប្រតិបត្តិការជាមួយយើងហើយគ្មានពីណាថាអីទេចិនក៏មិនជំទាស់ប្រទេសណាក៏មិនជំទាស់ព្រោះជាសិទ្ធិរបស់យើងខ្ញុំសូមបញ្ជាក់បែបនេះបាទអញ្ចឹងអ្នកដែលចេញមកថាយើងលើកមកប្រទេសទាំងកងកម្លាំងប្រដាប់អាវុធឲ្យទេចាប់មើលទៅបើជាក់ស្ដែងទៅបាទគេផ្សាយទៅកប៉ាល់ជប៉ុនចូលមក2បាទថ្ងៃ22ទៅវិញថ្ងៃ21ខ្ញុំសម្ពោធផែនេះជាមួយនឹង ADB ឥណទានរបស់ ADB ស្អែកខ្ញុំទៅសម្ពោធក្រុមហ៊ុន Ford របស់អាមេរិកវិនិយោគរបស់អាមេរិក23 24យករដ្ឋមន្ត្រីថៃមកទស្សនកិច្ចនៅទីនេះចុងខែ5នេះក្រោយមកខ្ញុំត្រូវទៅប្រជុំអាស៊ានជួបជាមួយប្រទេសទាំងអស់បូកជាមួយនឹងទស្សនកិច្ចផ្លូវការនៅជប៉ុនខ្ញុំទៅធ្វើទស្សនកិច្ចនៅទីនោះទៀតមិនផ្ដាច់មុខជាមួយអ្នកណាទេហើយចុងក្រោយចុងឆ្នាំនេះពាក់កណ្ដាលឆ្នាំខ្ញុំនឹងទៅប្រជុំនៅអឺរ៉ុបជួបបណ្ដាមេដឹកនាំអឺរ៉ុបថែមទៀតអត់មានអីដែលថាកម្ពុជាត្រូវកាត់យកប្រទេសណាទុកប្រទេសណាទេយើងធ្វើការទាំងអស់នេះគឺជាការពិតរបស់យើងហើយខែ7យើងនឹងសម្ពោធពលានយន្តហោះនៅព្រំពេញពលានហោះនៅសៀមរាបជាឥណទានរបស់ចិនតែព្រំពេញជាឥណទានរបស់វិស័យឯកជនដែលមានការចូលរួមពីក្រុមហ៊ុនអង់គ្លេសក្រុមហ៊ុនអាមេរិកកាំងក្រុមហ៊ុនសិង្ហបុរីក្រុមហ៊ុនបារាំងអញ្ចឹងសួរថាកម្ពុជាយកមួយណាយើងយកទាំងអស់យើងមិនត្រឹមតែយកសាច់គោយើងយកស្ពៃទេយើងយកទាំងសាច់ត្រីយើងយកទាំងផ្លែឈើយើងយកទាំងអីទាំងអស់ដែលធ្វើឲ្យសុខភាពរបស់យើងកាន់តែរឹងមាំកាន់តែមានជីវភាពជូនប្រជាពលរដ្ឋរបស់យើងមិនគិតតែក្នុងក្របខ័ណ្ឌអាមេរិកហើយចិនទេយើងតំណែងទាំងអស់ទាំងជប៉ុនទាំងកូរ៉េទាំងប្រទេសក្នុងអាស៊ានគ្រប់ទាំងអស់ហើយរដ្ឋាភិបាលនេះធ្វើការដើម្បីអីដើម្បីទាញយកផលប្រយោជន៍ជូនប្រជាពលរដ្ឋតែច្រើនមិនបានគ្រប់វិស័យគ្រប់តាមតម្រូវការគ្រប់គ្នានោះទេថ្ងៃណាកសិកម្មស្រូវធ្លាក់ចុះគេជេរយើងរឿងស្រូវនៅពេលដែលស្រូវឡើងថ្លៃគេអត់មាត់ទេគេជេររឿងទេសចរអត់មានទេសចរពេលដែលទេសចរមកពេញគេអត់មាត់ទេគេទៅជឿយរឿងស្អីផ្សេងទៀតរដ្ឋាភិបាលអ៊ំពូមីងបងប្អូនប្រជាពលរដ្ឋហើយប៉ុន្តែយើងមិនអាចដោះបានគ្រប់ពេលប៉ុន្តែអ៊ំពូមីងបងប្អូនពីណាដែលជាមានកូនពីណាដែលមានឪពុកម្ដាយទោះបីជាឪពុកម្ដាយមិនអាចដោះស្រាយគ្រប់ពេលវេលាតាមតម្រូវការកូនក៏ត្រូវតែយល់ការខិតខំប្រឹងប្រែងរបស់ឪពុកម្ដាយខិតខំដោះឲ្យបានដល់ជូនកូនគ្រប់បែបយ៉ាងដែរបាទកុំឲ្យអ្នកចិត្តខាងនៅពីក្រៅអត់ធ្វើអីសោះមកដល់ចាប់តាបំណាំមួយទាម្ដាយទិញអាហ្វីណូម៉ែអត់មានលុយឲ្យគេមកគេឲ្យស្អប់ម្ដាយថាចង់បានអាហ្វីណូអញ្ចឹងខ្ញុំសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ប្រជាកសិករយើងកម្មករកម្មការិនីរបស់យើងប៉ុន្តែពេលខ្លះមានការលំបាកប៉ុន្តែសួរថាតើអ្នកណានៅជាមួយបងប្អូនរាជរដ្ឋាភិបាលការងារដែលមានជាង1លាននៅក្នុងវិស័យកាត់ដេរដែលឥឡូវ
គេកំពុងបន្លាយថាទឹកបាត់ជាកំហុសរបស់រដ្ឋាភិបាល100ប្រទេសជាងទូទាំងពិភពលោកជាប់ពន្ធរបស់អាមេរិកតើ100ប្រទេសនឹងជាកំហុសរបស់រដ្ឋាភិបាលទាំងអស់ឬការសម្រេចចិត្តមួយរបស់អាមេរិកនៅក្នុងការគិតគូរពីពាណិជ្ជកម្មរបស់គាត់តែទោះជាយ៉ាងណារដ្ឋាភិបាលខិតខំត្រៀមលក្ខណៈដើម្បីចរចាការពារផលប្រយោជន៍ប្រជាពលរដ្ឋតែទោះជាយ៉ាងណាមកលានអ្នកជាងនេះប្រាក់ខែអបមាតាំងពី$40ឡើងមកដល់ជាង200ខ្ពស់ជាងប្រទេសមួយចំនួននៅក្នុងតំបន់ដែលជាដៃគូប្រកួតប្រជែងរបស់យើងដូចជាបង់ក្លាដេសដូចជាអីនៅវៀតណាមប្រាក់ខែអបមាយើងក៏ខ្ពស់ជាងតំបន់ខ្លះរបស់វៀតណាមផងដែរបានប៉ុណ្ណេះដោយសាររដ្ឋាភិបាលខិតខំតស៊ូដើម្បីទាញមកផលរបស់ប្រជាពលរដ្ឋទោះបីជាលំបាកខ្លះអីខ្លះសូមឲ្យបងប្អូនប្រជាពលរដ្ឋពលករកម្មករកម្មការនេះរបស់យើងជឿទុកចិត្តទៅលើរដ្ឋាភិបាលយើងខិតខំថែរក្សាខិតខំកសាងបានប៉ុណ្នេះដើម្បីបានផលដល់បងប្អូនហើយយើងនឹងខិតខំតស៊ូបន្តទៅទៀតជូនបងប្អូនរបស់យើងកសិកររបស់យើងឆ្នាំនេះស្រូវមិនសូវបានថ្លៃស្វាយចន្ទីបានល្អជាង5000ណាស់ឡើយពីដើមអាណត្តិពីដើមខែពេលដែលប្រមូលទិញវាធ្លាក់ចុះបន្តិច4000គេចាប់ដើមជេរយើងព្យុះដល់ពេលឡើង5000គេអត់មានសរសើរយើងទេយើងខិតខំដើម្បីទាញវិនិយោគផលិតដើម្បីនាំចេញត្រង់ទៅប្រទេសផ្សេងៗទៅអឺរ៉ុបទៅអីឥឡូវស្វាយចន្ទីរបស់យើងទៅក្រៅប្រទេសអង្គយើងនាំចេញទៅក្រៅប្រទេសសំបីទីផ្សារអាមេរិកក៏យើងនាំទៅមួយចំនួនដែរមិនមែនគ្រប់ទីផ្សារទេមានម្នាក់នោះទៅថតអាផ្សារមួយនោះហើយជេរថាអត់ឃើញអង្គខ្មែរនៅនឹងមកពីលោកឯងទៅយកអា brand ផ្សារដែលគេមិនមានអង្គខ្មែរចុះមិនទៅមើលអាផ្សារដែលមានគេលក់អង្គខ្មែរនៅឡុងប៊ិចនោះទៅពិបាកត្មងគេមិនអាចយកអង្គយើងទៅលក់គ្រប់ទីផ្សារនៅអាមេរិកទីផ្សារនៅអាមេរិកដូចនៅស្រុកខ្មែរគេមាន Lucky គេមានផ្សារជីបម៉ុងគេមានផ្សារអេយ៉នផ្សារមួយគេមាន brand ខុសគ្នាផ្សារខ្លះគេកងត្រាជាមួយ brand ទឹកក្រូចនេះទៅគេដាក់អានឹងទៅអានោះនៅនោះដូចគ្នាអង្គខ្មែរក៏យកទៅលក់នៅបារាំងតែមិនលក់នៅគ្រប់ផ្សារនោះទេបើណែឯងចង់ឃើញដើរឲ្យគ្រប់ផ្សារសិនទៅចាំដើរអស់ផ្សារអត់មានចាំជេរបើណែឯងទៅយកតែកន្លែងអត់មានហើយថាអត់មានបាទដូចរឿងចូលឆ្នាំអញ្ចឹងទៅថតតាមម្នាក់លាត់អាវហើយថាវប្បធម៌ខ្មែរអាលាយអស់ហើយក្រុមការដឹកនាំរបស់គណៈបព្វជិជនកម្ពុជាចុះមិនទៅថតមើលកន្លែងដែលគេលៀកពាក់ប្រពៃណីមកកកោកថតរូបក៏ទៅថតតែគេបាញ់ទឹកផាត់ម្សៅថាអាលាយអស់ហើយព្រោះយើងអត់ឲ្យគេលើកចំមិនទៅថតតែកន្លែងគេរៀបចំបង់គុញប្រជាពលរដ្ឋពងលេងទាញព្រាត់មានតានេះហើយដែលខ្ញុំនិយាយថាភូតនិយាយមិនមានសច្ចភាពនិយាយលំអៀងពេលខ្លះអ្នកឯងនិយាយរួចបើគ្មានដោយសារប្រជាពលរដ្ឋអត់ដឹងប៉ុន្តែប្រធានបទខ្លះប្រជាពលរដ្ឋមើលឃើញគ្រប់គ្នាហើយអ្នកឯងនិយាយដែរបើន័យថាភូតច្រើនដូចជាសើយកកូតឲ្យគេទាត់ចឹងបើន័យថាបំបាក់នៅគេថាមូលធននយោបាយរបស់ខ្លួនប្រជាជនតែងជឿទៅប្រាប់ស្ដីឲ្យរដ្ឋាភិបាលថាអត់លើកស្ទួយនៅពេលដែលប្រជាជនរាប់លេងលានអ្នកគេឃើញថាមានតើកន្លែងគេវាយក្អមវាយអីប៉ុន្តែគ្រាន់តែអ្នកលេងទឹកវាច្រើនជាងព្រោះវាយក្អមវាយអីចង្ការគេរៀបចំពេលព្រឹកមនុស្សទៅវត្តទៅអីដល់ពេលយប់អត់មានពីណាបោះអង្គុយទេមានតែលេងបាញ់ទឹកដល់ពេលអស់លោកមកចោទថារដ្ឋាភិបាលធ្វើឲ្យលាយវប្បធម៌ចប់ហើយចង្ការគេចូលចិត្តប្រៀបធៀបគេយកខ្មែរកម្ពុជាក្រោមឆាកកំពុងរំលើឆាកពីរបាំប្រពៃណីគេដាក់ខ្មែរលើព្យុហយត្រាប្រពៃណីដល់វាយករូបខ្មែរនៅកណ្ដាលយករូបបាញ់ទឹកបើថានៅគ្រប់កន្លែងទាំងអស់យករូបបាញ់ទឹកអត់មានរៀបចំចុះនៅខ្មែរកណ្ដាលរៀបចំសម្ដែងល្ខោនជាគេរៀបចំល្ខោនខោលរៀបចំទាញព្រាត់នៅអង្គរសង្ក្រាន្តគេរៀបចំទាំងលបុកកតោគុនខ្មែរយករូបនឹងមកដាក់ទៅមិនស្រួលសួរថានៅខ្មែរលើក្រៅពីរំលើឆាកនឹងចប់ក្មេងៗទៅណាពេលខ្លះទៅប៉ាត់ភាសាដូចតែគ្នាដែរតាបើអ្នកយករូបភាពទាំងអស់យកមកដាក់ដើម្បីឲ្យមានយុត្តិធម៌
វិភាគបានជ្រុងត្រូវបែបនេះបានន័យថាបើសិនជាគ្រប់កន្លែងនៅស្រុកខ្មែរចោលប្រពៃណីវប្បធម៌ជេរចោះរិះគន់ចោះប៉ុន្តែបើក្រំតែយករូបភាពខ្លះដែលវាចំណុចអវិជ្ជមានហើយយកមកប៉ាតថាប្រជាជនខ្មែរកដាលលែងគោរពប្រពៃណីវប្បធម៌ហើយខ្ញុំជឿថាបងប្អូនកំពុងតែមើងងាយប្រជាជនខ្មែរ17លាននាក់នៅក្នុងប្រទេសដែលខិតខំរក្សាប្រពៃណីវប្បធម៌របស់ខ្លួនបាទនេះគឺជាការពិតមិនមែនស្រឡាញ់វប្បធម៌តែអ្នកនៅលើអ្នកនៅក្រោមនៅខ្មែរកដាលនេះយើងរក្សាប្រពៃណីវប្បធម៌នឹងហើយដែលសាសនាយើងតាំងពីអពតសាលាប្រសង់ទាំងអស់ឥឡូវជាង 60000 អង្គរួចទៅហើយតាំងពីសាលាដែលយើងមានសល់ប្រមាណឥឡូវសាលារាប់ម៉ឺនកន្លែងដើម្បីកូនខ្មែរចេះសិល្បៈតាំងពីទម្រង់ខ្លះបាត់ជំនាន់អពតឥឡូវឡើងមកវិញយើងរៀបចំល្ខោនខោលយើងដាក់ទាំងបេតិកភណ្ឌពិភពលោកទៀតកៅអៅខ្មែរពិធីការយើងកម្មាយើងមិនត្រឹមតែអបអរសាទរក្នុងស្រុកទេយើងរុញដាក់បេតិកភណ្ឌអរូបីរបស់ពិភពលោករបស់មនុស្សជាតិទៀតដើម្បីលើករបស់យើងសួរថាប៉ុណ្ណឹងមិនបានថែទាំវប្បធម៌និងលើកតម្កើងវប្បធម៌យើងទេគុណខ្មែរយើងបានរុញចូលបាទរបស់កតោឥឡូវយើងកំពុងតែចោះបញ្ជីរៀបចំដើម្បីចោះបញ្ជីសុំសង្គ្រាមទៅកម្ពុជាថែមទៀតនេះគឺជាការដាក់ចោះរបស់យើងរុញធ្វើម៉េចដើម្បីវប្បធម៌សិល្បៈរបស់យើងការពារយើងថែទាំប្រាសាទបុរាណរបស់យើងប្រាសាទដែលធ្លាប់តែគេលួចយកទៅលក់ក្បាលអ្នកតាយកទៅលក់ពេលយើងវាយគ្នាឥឡូវយើងទៅប្រមូលសប្តាហ៍នេះយើងត្រូវយក20រូបទៀតមកពីថៃមកវិញព្រោះពេលដែលវាយគ្នានៅតាមប្រាសាទមួយចំនួនគេលួចយកទៅលក់នៅថៃតាំងពីឆ្នាំ80 90ឥឡូវយើងទៅសុំយកមកវិញថ្ងៃមុនយកមកពីអាមេរិកយកមកពីអីបានរាប់ប៉ុណ្ណឹងសួរថានេះឬមិនថែទាំវប្បធម៌សិល្បៈដូនតារបស់យើងបាទនេះហើយគឺជាអ្វីដែលយើងខិតខំរួមគ្នាហើយពីណាអ្នកធ្វើគឺខ្មែរកដាលអ្នកធ្វើប្រជាជនយើងនៅ7-10លានអ្នកនេះបងប្អូនអាចឃើញមានភាពមិនពេញចិត្តនៅសកម្មភាពមួយចំនួនមិនល្អឥតខ្ចោះទេបាទតែយើងកុំទុតិធិនិយមផ្ដោតទៅលើអាដឹងខ្លាំងពេកដើមឈើមួយដើមពីរដើមរួមគ្នាជួសជុលវាទៅថែទាំវាទៅឲ្យវាល្អឡើងវិញបាទតែយើងត្រូវអបអរសាទរនឹងខិតខំពូនជ្រុំព្រៃដែលនៅល្អជាច្រើនហើយរួមគ្នាថែទាំសិល្បៈវប្បធម៌របស់យើងតទៅទៀតបាទបនចូលឆ្នាំត្រីទៅតែធ្វើតទៅទៀតហើយរួមគ្នាធ្វើឲ្យបានល្អកាន់ពីមួយឆ្នាំទៅមួយឆ្នាំនេះយើងដើរកើនជាងឆ្នាំមុនជិត 10% គេរាប់ទៅ24លាននាក់នាំគ្នាចេញមកជេរបានមកប្រើទៀតបងប្អូនខ្ញុំយល់ថាប្រជាជនយើង17លាននាក់ហេតុអីក៏មានអ្នកដើរលេងដល់24លាននាក់រឿងនេះក្រសួងទេសចរគេបកស្រាយឲ្យខ្ញុំមិនចង់បញ្ជាក់គឺវាតាក់ទងទៅនឹងនីតិវិធីក្នុងការរាប់មនុស្សម្នាក់អាចគេរាប់5ដងហើយមនុស្សម្នាក់អាចគេរាប់10ដងបើអ្នកនឹងសកម្មខាងដើរលេងជួនកាលអ្នកកពតមួយថ្ងៃហ្នឹងគាត់មកអំពេញទៅវត្តភ្នំយប់ឡើងផ្លូវលឿនផងជិះទៅលេងកំពង់សោមហើយមកដល់នេះទៀតអញ្ចឹងគេរាប់គាត់ម្នាក់3ទៅជា3រួចទៅហើយវិធីនេះមិនមែនកម្ពុជាអ្នករាប់បំភ្លៃទេគឺវិធីដែលគេរាប់នៅលើទូទាំងពិភពលោកគេមិនអាចរាប់ដូចនៅក្នុងគេហៅសួនកំសាន្តទេសួនកំសាន្តទីហោនៅ Disney អញ្ចឹងគេមានកន្លែងលេងច្រើននៅក្នុងប៉ុន្តែមនុស្សម្នាក់ទិញសមុទ្រមួយអញ្ចឹងគេឆែកអ្នកចូលនេះអាហ្នឹងគេរាប់បានណែឯងចូលទៅក្នុងលេងស្អីគេមិនរាប់ទេគេរាប់នេះប៉ុន្តែឥឡូវឲ្យអ្នកកពតទៅរាប់ម៉េចឥឡូវឲ្យសមុទ្រចូលឬយ៉ាងម៉េចអត់ទេគេមើលម្ដុំហ្នឹងគេកូនមើលប្រហែលជាប្រមាណត្រូវទេព្រោះខេតមិនអាចទៅដល់ចូលមកបាញ់ទឹកនៅមានឯករាជ្យហ្នឹងរាប់អត់ទេចូលចេញទៅគេគុណកលេមើលគេវាយតម្លៃម្ដុំនេះប្រហែលប្រមាណការ៉េគុណមើលប្រហែលជាប្រមាណការរាប់បែបនេះហើយអ្នកខ្លះគេរាប់ 3-4 ដងខ្ញុំថាដូចនិយាយចឹងអ្នកខ្លះ10ដងបើសកម្មបើគាត់មួយថ្ងៃហ្នឹងដើរ5ខេត្តឧទាហរណ៍ភ្នំពេញព្រឹកថ្ងៃទៅកំពង់ឆ្នាំងទៅពោធិ៍សាត់ទៅបាត់ដំបងចូលកន្លែងគេរាប់ហើយអញ្ចឹង24លានអ្នកនេះបានន័យថាចំនួនដងអ្នកអាហ្នឹងយើងអាចថាដងអ្នកម្នាក់ច្រើនដងអញ្ចឹងទៅបើថែមពាក្យដងអ្នកត្រូវជាងម្នាក់គុណនឹងបូកនឹងដងបើថាដូចម្នាក់ចូលរៀន2ដងអញ្ចឹងគេរាប់2នាក់ដងអ្នក
bà dương plei bịa đòn nâng bên đây chấm nuôn còn từ nơi pính nơi của po thì họ từ lên nơi cái lại bánh tức nâng bay đón kia rót bay đón tới bay ngay kia hóa bay đón ba đây mình nè con bay à chân người ta nè cái po ta pi mơn nè mấy tao đó vào môi mơn nè mau pi mơn nè từ lên bay đón chân trong kết thả mình cua naจะใจគ្នារឿងតិចតួចហ្នឹងទេយើងមិនមិនចឹងទេអាឡែងតែจะใจគ្នារឿងតិចតួចវាធ្វើឲ្យគេថាស្មុគស្មាញមានអីយកយល់គ្នាទៅបាទប្រហែលថ្ងៃនេះឃើញរឿងចាក់សាំងខ្ញុំថាយកយល់គ្នាទៅរឿងនឹងបើសិនជាអារឿងលុយអាប់មិនលុយអាប់ទេខ្ញុំមិននិយាយទេខ្ញុំមិនកាន់ជើងអ្នកណាទេតែដោយសាររឿងឲ្យខ្ញុំធ្លាប់យកហើយខ្ញុំធ្លាប់លើករឿងនេះកាលពីទិវាសិល្បករនោះជួបសិល្បករខ្ញុំថាឥឡូវបងប្អូនខ្លះរឿង Facebook រឿងអីហ្នឹងគឺពេលដែលយើងមានបញ្ហាយើងច្រើនតែទៅប្តឹងអ្នកទី3តាមរយៈ Facebook អត់ជជែកគ្នាទេអញ្ចឹងរឿងនេះបើសិនជាវាមិនឈានទៅដល់នឹងទេតែចូលអ្នកទី3ទី4ហើយច្រើនហើយព្រឹកមិញមកមិនទាន់ចប់ទៀតនៅមានអ្នកចេញគ្រប់គ្រងសងខាងបាទមានអ្នកខ្លះគ្រប់គ្រងបងស្រីម្នាក់អ្នកចាក់សាំងទៅមានអ្នកខ្លះគ្រប់គ្រងអ្នកម្ចាស់ឡានទៅដឹងតែខ្ញុំនិយាយរឿងហ្នឹងរឿងនេះវាមិនគួរជារឿងសោះបើសិនជាយើងចេះយោគយល់គ្នាខ្វះខាតអីនិយាយគ្នាទៅបើនិយាយជាមួយអត់ត្រូវយើងនិយាយជាមួយនេះទៅហើយសូមឲ្យអំពាវនាវឲ្យបញ្ចប់ទៅព្រោះវារឿងស្មុគស្មាញស្អីដែលយើងអបអរសាទរនេះបនចូលឆ្នាំថ្មីយើងប្រពៃណីជាតិសบายរីករាយដែលអត់មានបញ្ហាសบายទាំងអស់គ្នាយើងចាប់ផ្ដើមឆ្នាំថ្មីដោយរឿងសบายរឿងល្អដើម្បីឲ្យប្រទេសយើងកាន់តែវិវត្តទៅមុខទៅហើយអ្នកដែលចូលរួមបាទវិភាគរឿងចាក់សាំងរឿងលុយអីនេះខ្ញុំសុំថាគួរបញ្ចប់ទៅគ្មានអ្នកឈ្នះទេបាទគ្មានអ្នកឈ្នះទេអ្នកទាំងពីរអ្នកទាំងម្ចាស់ឡានទាំងអ្នកចាក់សាំងនេះគឺត្រូវបានគេស្គាល់ធ្វើរឿងតូចឥឡូវរាប់លានអ្នកបានឃើញទៅហើយវានៅជាមួយគាត់រាប់សិបឆ្នាំហើយធ្វើឲ្យល្អកករវាងទំនាក់ទំនងមនុស្សដែលមិនស្គាល់គ្នាសោះដែលថាបើមានអីអាចជជែកគ្នាហើយទៅបាត់សោះលែងចាំមុខគ្នាតែឥឡូវចាំគ្នាមួយជីវិតហើយចាំគ្នារឿងមិនល្អទៀតបាទខ្ញុំគិតថាចូលឆ្នាំថ្មីនេះគួរយកគំរូចូលឆ្នាំថ្មីមានអីគោរពគ្នាមានអីយោគយល់គ្នាលើខ្វះយើងនិយាយគ្នាសាមគ្គីគ្នាក្នុងនាមជាខ្មែរទៅហើយយើងរួមគ្នាដើម្បីអារឿងតិចតួចឈប់យកវាជាបញ្ហាដើម្បីបញ្ចប់ទៅខ្ញុំសុំមិនបកស្រាយកាន់ជើងពីណាទេប៉ុន្តែអ្វីដែលសំខាន់ខ្ញុំថាយើងរួមគ្នាបង្កើតផ្នត់គំនិតវិជ្ជមានធ្វើសកម្មភាពវិជ្ជមានយោគយល់ស្រឡាញ់គ្នាក្នុងស្មារតីវិជ្ជមានដើម្បីបង្កើតសមិទ្ធផលវិជ្ជមានជូនជាតិនិងប្រជាជននិងខ្លួនយើងបន្តទៀតសូមតែប៉ុណ្្នឹងសម្រាប់ឆ្នាំថ្មីចូលជាមួយរដ្ឋាភិបាលអ្នកដែលមានទស្សននិយមខ្ញុំមិនអាចហាមគេមិនឲ្យគិតទេអ្វីដែលមានគឺទៅចោះប៉ុន្តែអ្វីដែលសំខាន់យើងបន្តរួមគ្នាមន្ត្រីរាជការរបស់យើងរាជរដ្ឋាភិបាលរបស់យើងទាំងអស់គ្នាគឺសូមបន្តយកចិត្តទុកដាក់នៅក្នុងការបម្រើប្រជាពលរដ្ឋឲ្យបានល្អកិច្ចការងារអីត្រូវខិតខំដោះស្រាយឲ្យបានល្អមានការងារឆក់ល្វែងកន្លែងណាត្រូវដោះស្រាយឲ្យមានការបញ្យល់ឲ្យបានច្រើនកន្លែងខ្លះគឺដោយសារការមិនបញ្យល់រឿងវាមិនចឹងតែដោយសារការមិនបញ្យល់ច្បាស់លាស់វាទៅជារឿងផ្សេងធ្វើឲ្យមានការយល់ច្រឡំរឿងតូចคล้ายទៅជារឿងធំរឿងដែលអាចបញ្ចប់បានក្នុងរយៈពេល1នាទីឬ10នាទីคล้ายទៅជារឿងមួយជីវិតដែលអពមង្គលនេះហើយគឺជាអ្វីដែលយើងមិនចង់ឲ្យមានហើយរួមគ្នាបាទមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធទាំងអស់គ្រប់វិស័យគ្រប់ប្រភេទរួមគ្នាបម្រើប្រជាជនទាំងថ្នាក់ជាតិទាំងក្រៅជាតិធ្វើយ៉ាងណាជួយជំរុញនាវារបស់យើងទៅខាងមុខព្យុះនៃភូមិសាស្ត្រនយោបាយទាំងសន្តិសុខទាំងសេដ្ឋកិច្ចមិនស្រាក់ស្រាំទេប៉ុន្តែបើទូកយើងនៅជាមួយគ្នាអ្នកកាន់ចកោតយើងមានលំនឹងគោលនយោបាយច្បាស់លាស់ប្រជាពលរដ្ឋយើងជួយជោគជួយចែវកុំយកជើងរាទឹកប្រជាពលរដ្ឋយើងជួយដាស់តឿនគ្នានៅចំណុចអវិជ្ជមានជួយប៉ះប៉ូវគ្នា
ជួយកសាងរួមគ្នានោះប្រទេសជាតិយើងកាន់តែល្អសំពៅរបស់យើងទូករបស់យើងកាន់តែទៅមិនថាព្យុះមកប៉ុណ្ណាយើងមិនលិចយើងមិនថយទេអញ្ចឹងសូមរួមគ្នាកសាងសមិទ្ធផលបន្ថែមជាមួយរដ្ឋាភិបាលដើម្បីយើងកសាងនៅប្រទេសមួយដែលកាន់តែរីកចម្រើនដែលមានភាពធន់ទោះបីជាព្យុះបែបបក់យ៉ាងណាយើងមិនធ្លាក់ចូលនៅក្នុងសមុទ្រនៃសង្គ្រាមឬមួយក៏ធ្លាក់ចូលនៅក្នុងគេថាបែកបាក់លិចទូករបស់យើងនោះទេសំខាន់បំផុតសាមគ្គីឯកភាពជាតិរបស់យើងត្រូវថែរក្សាបើសាមគ្គីឯកភាពជាតិយើងថែរក្សាទូកយើងមិនលិចទេបើយើងចែវទូកទៅជាមួយគ្នាយើងទៅមុខលឿននេះគឺជាអ្វីដែលជាកិច្ចការសំខាន់វាបាក់កន្លែងណាវាធ្លាយកន្លែងណាជួសជុលវាទៅកុំវាយគ្នានៅលើទូកកុំដល់ម៉ោងគ្នារុញគ្នាតម្លាក់ទឹកព្រោះនៅសល់ស្បៀងតិចត្រូវខិតខំរកស្បៀងបន្ថែមទៀតដើម្បីរស់ឲ្យបានច្រើនទាំងអស់គ្នានេះគឺជាអ្វីដែលជាកិច្ចការសំខាន់ចឹងរដ្ឋាភិបាលនៅជាមួយបងប្អូនរដ្ឋាភិបាលគិតគូរពីផលប្រយោជន៍ប្រជាពលរដ្ឋរដ្ឋាភិបាលគិតគូរពីការការពារទឹកដីការពារអធិបតេយ្យភាពនិងឯករាជ្យភាពរបស់កម្ពុជាសូមបងប្អូនជឿចិត្តចុះបាទហើយនេះគឺជាអ្វីដែលយើងបានធ្វើហើយយើងនឹងបន្តធ្វើមិនត្រឹមតែនៅលើกระดาษនៅក្នុងសេចក្តីថ្លែងការណ៍រួមដែលយើងបញ្ជាក់អំពីការការពារនោះទេប៉ុន្តែសកម្មភាពដែលខ្ញុំរៀបរាប់បន្តិចអំបញ្ញមិញនេះនៅក្នុងពីនេះទៅដល់ 3-4 ខែទៀតគឺខ្ញុំនឹងត្រូវបដិកលាការសម្ពោធនិងការតាក់ទាញទាំងផ្លូវរដ្ឋទាំងផ្លូវឯកជនជាមួយគ្រប់បណ្ដាប្រទេសទាំងអស់មិនថាតែចិននោះទេទាំងជប៉ុនទាំងអឺរ៉ុបទាំងបណ្ដាប្រទេសផ្សេងៗទាំងអស់នៅក្នុងតំបន់ទាំងលើពិភពលោកយើងនឹងបន្តធ្វើដើម្បីរុញនាវាកម្ពុជារបស់យើងឲ្យលេចទៅដល់លើឆាកអន្តរជាតិនិងឆាកតំបន់និងទាញផលប្រយោជន៍ការវិនិយោគបន្ថែមជូនប្រជាពលរដ្ឋរបស់យើងយកទាំងសាច់គោយកទាំងស្ពៃយកទាំងផ្លែឈើយកទាំងត្រីយកទាំងបកាយកទាំងមាន់យកទាំងអស់អ្វីក៏ដោយដែលផលប្រយោជន៍សុខភាពសម្រាប់ប្រជាពលរដ្ឋយើងយកទាំងអស់នេះជាសិទ្ធិឯករាជ្យភាពរបស់កម្ពុជាហើយរាជរដ្ឋាភិបាលកម្ពុជានឹងដាច់ខាតត្រូវតែការពារនឹងដើរផ្លូវនេះអត់មានទៅណាទេបាទអញ្ចឹងសូមបងប្អូនប្រជាពលរដ្ឋជឿចុះឥឡូវសូមត្រឡប់មកការសម្ពោធយើងថ្ងៃនេះវិញអាដាមពេញពនីបានបញ្ជាក់មុនហើយឈានទៅនឹងការប្រកាសនឹងការបើកនៅកន្លែងនេះឲ្យដើរយើងបានដោយអនុវត្តដើម្បីវាយតម្លៃផលប៉ះពាល់3ខែឥឡូវយើងចាប់ផ្ដើមតាំងពីចុងនេះមករៀងច្រើនជាង3ខែបន្តិចដើម្បីយើងធ្វើការវាយតម្លៃជួសជុលកែសម្រួលកន្លែងណាឲ្យបានល្អពេលដែលយើងបើកដំណើរការទៅអញ្ចឹងផែនេះមិនមែនធ្វើបោះចោលឬមួយសម្ពោធនេះដើម្បីគ្រាន់តែជាឡប់ឡែនោះទេគឺយើងសម្ពោធកន្លែងនេះដោយមានភាពប្រកបវិជ្ជាគឺយើងភាពដៃគូហើយការដាក់រូបមន្តកន្លែងនេះគឺជារូបមន្តលើកទី1ដែលយើងបានធ្វើក្នុងរូបភាពជា PPP បាទកន្លងទៅ PPP មានរូបភាពជា BOT រូបភាពអីហ្នឹងតែថាវិនិយោគគាត់មកកន្លែងនេះគឺរដ្ឋយើងវិនិយោគប៉ុន្តែយើងឲ្យ PPP ក្នុងការគ្រប់គ្រងប្រតិបត្តិតែទ្រព្យសម្បត្តិនេះជារបស់រដ្ឋដដែលតែយើងធ្វើជាមួយដៃគូយករូបមន្តបែបនេះដើម្បីយើងសាកល្បងធ្វើម៉េចផលប្រយោជន៍ដូចខ្ញុំនិយាយចឹងផែនេះគឺជាផែជាស្ពានជាច្រកដើម្បីទាញយកកម្លាំងសេដ្ឋកិច្ចយកមកចិញ្ចឹមយកមកបង្កើនសក្តានុពលខេត្តកំពតខេត្តកែបបន្ថែមទៀតអញ្ចឹងធ្វើយ៉ាងណារូបមន្តណាក៏ដោយឲ្យតែផែនេះដើរផែនេះមានការគ្រប់គ្រងថែទាំបានល្អផែនេះមានសេវាបានល្អគឺនឹងទាញមនុស្សមកហើយប្រជាជនអ្នកកំពតគឺជាអ្នកបានផលនៅទីនេះមិនមែនតែអ្នកកំពតទេអ្នកកំពង់សោមដែលចង់មកលេងកំពតតាមផែក៏បានប្រជាពលរដ្ឋទេសចរដែលមកប្រទេសជិតខាងពីថៃពីវៀតណាមចង់មកតាមផ្លូវទឹកមកទីនេះក៏បានប្រជាពលរដ្ឋយើងចង់ទៅលេងថៃទាំងវៀតណាមតាមនេះក៏បាននឹងហើយធ្វើឲ្យកន្លែងនេះដើរកាន់តែល្អអញ្ចឹងរូបមន្ត PPP នេះគឺជាការអនុវត្តជាក់ស្ដែងព្រោះការសាងសង់គឺជាជំហានមួយទេធ្វើឲ្យវាដើរអញ្ចឹងបើសិនជាយករូបមន្តយកកន្លែងនេះ
ធ្វើឲ្យវាដំណើរការដោយវិស័យឯកជនគួរតែយកអ្នកវិស័យឯកជនដែលចេះដឹងកិច្ចការងារ business ឲ្យមកធ្វើ business កុំចាំបាច់រដ្ឋបង្កើតក្រុមហ៊ុនមួយយកមកធ្វើ business មកគ្រប់គ្រងទៅអីបាទយើងបង្កើតនឹងរបៀបសហគ្រាសសាធារណៈរបស់រដ្ឋឥឡូវសហគ្រាសសាធារណៈរបស់រដ្ឋខ្ញុំឲ្យកែសម្រួលពីមុនសហគ្រាសការសាធារណៈរបស់រដ្ឋគឺភាគច្រើនគឺជាមន្ត្រីជាអ្នកធ្វើប្រធានប្រតិបត្តិ CEO អញ្ចឹងយើងមានមន្ត្រីរាជការជាប្រធានក្រុមប្រឹក្សាអភិបាលហើយមន្ត្រីគឺជាអ្នកធ្វើប្រធានក្រុមហ៊ុនឥឡូវខ្ញុំអត់ទេខ្ញុំឲ្យកែសម្រួលលក្ខន្តិកៈឲ្យកែសម្រួលអនុក្រឹត្យដើម្បីបើកច្រកធ្វើប្រធានប្រតិបត្តិយើងអាចជួលអ្នកមកពីវិស័យឯកជនធ្វើការងារនឹងតែម្ដងបាទដើម្បីឲ្យគាត់ចេះដឹកនាំជាលក្ខណៈឯកជនតែម្ដងហើយរដ្ឋយើងត្រឹមតែក្រុមប្រឹក្សាអភិបាលបានហើយក្រុមប្រឹក្សាអភិបាលកុំមកលូកលាន់ការដឹកនាំរបស់ក្រុមហ៊ុនឯកជនទោះបីជាក្រុមហ៊ុនជាគ្រឹះស្ថានសាធារណៈរបស់រដ្ឋបាលក៏ដោយក៏ត្រូវតែរត់ក្នុងលក្ខណៈឯករាជ្យដើម្បីប្រសិទ្ធភាពតែជារបស់គេថាដើម្បីបានចំណេញបើថាធ្វើការជាឯកជនតតែមានផ្នត់គំនិតជាឯកជនអញ្ចឹងអាចមានសិទ្ធិជួលហើយត្រូវទទួលខុសត្រូវក្នុងលក្ខណៈជាឯកជនធ្វើបែបនេះដើម្បីឲ្យកាន់តែមានប្រសិទ្ធភាពព្រោះដើម្បីឲ្យមានប្រសិទ្ធផលជូនជាតិនិងប្រជាជនរបស់យើងបាទពួកពេលខ្លះខ្ញុំមិនមែនថាមើលងាយឬមួយក៏មន្ត្រីទេមន្ត្រីយើងមានអ្នកចេះដឹងអ្នកខ្លះគាត់រៀនបាន PhD ខាង management ខាងអីប៉ុន្តែសុំទោសហើយប៉ុន្តែពេលខ្លះក៏អត់ដែរធ្វើប្រធានក្រុមហ៊ុនឯកជនទេគាត់ចេះសរសេរផែនការគាត់ចេះសរសេរគោលនយោបាយប៉ុន្តែឲ្យគាត់ចេះក្បួនខ្នាតធ្វើជាអ្នកក្រុមហ៊ុនឯកជនតលតអ្នកធ្លាប់ដឹកនាំក្រុមហ៊ុនឯកជនយកមកធ្វើបាទតែយើងបើករបៀបហ្នឹងហើយយើងកុំប្រកាន់បាទឆ្មាខ្មៅក៏បានឆ្មាសក៏បានឲ្យតែចាប់កដៅឲ្យយើងចង់តែឯងមកពីវិស័យឯកជនឬរដ្ឋក៏ដោយឲ្យតែអ្នកឯងអាចធ្វើឲ្យក្រុមហ៊ុននេះចំណេញបានយកផលឲ្យរដ្ឋទៅធ្វើបានដែរបាទហើយការគិតគូរនេះខ្ញុំកំពុងតែពិនិត្យមើលការព្រៀងព្រោះឥឡូវព្រៀងនេះមាន 3-4 ក្រុមហ៊ុនដែលយើងបង្កើតហ្នឹងមានលក្ខណៈមិនទាន់សង្កត់ភាពជាមួយគ្នាកន្លែងខ្លះគឺសុំប្រធានក្រុមប្រឹក្សាសម្បត្តិអនុម័តកន្លែងខ្លះគឺសុំរដ្ឋមន្ត្រីក្រសួង2អនុម័តកន្លែងខ្លះសុំដល់នាយករដ្ឋមន្ត្រីអនុម័តកន្លែងខ្លះគឺមានអាណត្តិសម្រាប់ CEO កន្លែងខ្លះគឺអត់មានអាណត្តិអញ្ចឹងត្រូវមកអង្គុយជាមួយគ្នាធ្វើយ៉ាងម៉េចធ្វើយ៉ាងទៅធ្វើយ៉ាងណាដើម្បីឲ្យ CEO ដែលរើសមកនេះមានឯករាជ្យភាពហើយប្រសិទ្ធភាពហើយធានានៅភាពការទទួលខុសត្រូវឲ្យបានច្បាស់ដើម្បីផលប្រយោជន៍ជាតិរបស់យើងអញ្ចឹងត្រូវគុយឯកភាពនេះព្រោះដាក់មក 4-5 តនឯកភាពអញ្ចឹងខ្ញុំមិនតន់សញ្ញេមួយណាទេខ្ញុំនឹងហៅបាទក្រសួងពាក់ព័ន្ធទាំងគណៈកម្មការគោលនយោបាយទាំងក្រុមការងារដែលព្រៀងអនុក្រឹត្យនឹងដើម្បីចែកគ្នាឲ្យមានឯកភាពកុំឲ្យក្រុមហ៊ុន10ខុសគ្នាទាំង10បាទឲ្យមានបទដ្ឋានមួយតើរើស CEO យ៉ាងម៉េចពីណាអ្នករើសឆ្លងនីតិវិធីស្អីខ្លះហើយពីណាអ្នកសម្រេចហើយការដឹកនាំនេះតើផ្អែកទៅលើអីតើពីណាមានសិទ្ធិនៅក្នុងការអាកាត់ទៅលើការសម្រេចចិត្តរបស់ក្រុមហ៊ុនត្រឹមកម្រិតណាដើម្បីធានានូវឯករាជ្យភាពនិងការទទួលខុសត្រូវតាមកម្រិតណារបស់ CEO និងក្រុមប្រឹក្សាអភិបាលបើមិនអញ្ចឹងទេយើងយករូបមន្តដែលមិនដើរកុំធ្វើឲ្យសោះមិនបាច់ធ្វើល្អជាងបើធ្វើរៀបចំគ្រឹះស្ថានសាធារណៈរបស់រដ្ឋគឺត្រូវគិតគូរគ្រប់គ្រងជាវិស័យឯកជនអញ្ចឹងត្រូវគិតគូរទាំងមនុស្សនិងសិទ្ធិនៅក្នុងការប្រតិបត្តិដើម្បីកុំឲ្យមានឥទ្ធិពលជះទៅលើការដឹកនាំរបស់ម្នាក់នឹងបើមិនចឹងទេគាត់មិនដឹងស្ដាប់ពីណាស្ដាប់លេចស្ដាប់កើតបន្តិចតិចដល់អាណត្តិឬមិនដល់អាណត្តិអានឹងយើងចាំជជែកគ្នាហើយនេះហើយគឺជាបញ្ហាហើយរឿងអាណត្តិនេះវាមានចំណុចវិជ្ជមានចំណុចអវិជ្ជមានដោយអាណត្តិថ្នាក់ដឹកនាំប្រទេសចឹងគេថាប្រទេសខ្មែរតលតែមានអាណត្តិបានមានប្រសិទ្ធភាពយករដ្ឋមន្ត្រី2អាណត្តិឬ3អាណត្តិខ្ញុំថារូបមន្តខុសគ្នាប្រទេសខ្លះមានតែអាណត្តិទេហ្វីលីពីនប្រធានាធិបតី6ឆ្នាំមួយអាណត្តិ
អត់មានសិទ្ធិរត់ទៀតទេខ្ញុំថាប្រទេសណាក៏មានអាណត្តិដែរគ្រាន់តែអាណត្តិមួយកំណត់ដោយច្បាប់អាណត្តិមួយកំណត់ដោយអ្នកបោះឆ្នោតប្រទេសដែលគ្មានអាណត្តិប្រទេសនាយករដ្ឋមន្ត្រីគេអត់កំណត់ថា2អាណត្តិ3អាណត្តិលែងមានសិទ្ធិចូលឈ្មោះទេគេកំណត់បើអ្នកឯងធ្វើល្អប្រមាណអាណត្តិឲ្យតែអ្នកបោះឆ្នោតឲ្យគឺអ្នកឯងដឹកនាំចុះបើអ្នកឯងធ្វើមិនល្អតាមអាណត្តិនឹងក៏គេបោះតម្លាក់ដែរអញ្ចឹងស៊ូល្អយកអាណត្តិរបស់ដែលប្រជាពលរដ្ឋអ្នកបោះឆ្នោតកំណត់ឲ្យភ្លាមជួនកាលកន្លែងខ្លះកំពុងតែល្អផងប្រជាជនលែងមានសិទ្ធិឬអ្នកដែលល្អដឹកនាំបន្តគោលនយោបាយរដ្ឋាភិបាលអាណត្តិ4ឆ្នាំកំពុងតែដាក់បាន2ឆ្នាំចាប់បានអនុវត្តអស់បាច់លែងមានសិទ្ធិរត់អ្នកថ្មីឡើងលុបចោលអាគោលនយោបាយនឹងចោលបាត់ក្រុមហ៊ុនដូចគ្នាជជែកគ្នាមើលទៅយើងនឹងជជែកគ្នាព្រោះមានលើករូបមន្តតើដាក់អាណត្តិ4ឆ្នាំនេះឲ្យ CEO ចាំបាច់ទេឬមួយក៏យក KPI បានន័យថារដ្ឋក្រុមប្រឹក្សាពិបាលឲ្យអ្នកឯងការងារមួយចំនួនបើអ្នកឯងធ្វើមិនបានតាមនឹងទេអ្នកឯងទៅចប់ពេលណាអត់ចាំបាច់បើអ្នកឯងធ្វើល្អអ្នកឯងតទៅទៀតបាទឬមួយក៏ថា4ឆ្នាំត្រូវល្អត្រូវគិតគូរមើលអាហ្នឹងជជែកឲ្យខ្ញុំបញ្ជូនសារតាមនេះដើម្បីត្រៀមមកបញ្យល់ខ្ញុំព្រោះឥឡូវកន្លែងខ្លះត្រូវមកការពារនិក្ខេបបទបាទព្រោះដាក់មកខ្ញុំអត់សញ្ញេភ្លាមទេបាទកន្លែងខ្លះត្រូវខ្ញុំសិក្សាហើយខ្ញុំឲ្យសិក្សាលម្អិតហើយខ្ញុំហៅមកការពារនិក្ខេបបទឲ្យខ្ញុំព្រោះគោលនយោបាយនេះគឺពាក់ព័ន្ធទៅនឹងគោលនយោបាយរបស់រដ្ឋាភិបាលក្រុមហ៊ុនសហគ្រាសសាធារណៈបរដ្ឋគឺជាក្រុមហ៊ុនដែលទទួលខុសត្រូវលើរដ្ឋថវិកាជាតិរាប់លានដុល្លារអញ្ចឹងត្រូវធានាប្រសិទ្ធភាពឲ្យខ្ញុំបាទការរើស CEO ការរើសនេះផ្សេងត្រូវកំណត់អត់មានការដណ្ដើមអំណាចការប្រកួតប្រជែងអំណាចស្អីទេនិយាយអំពីតែប្រសិទ្ធភាពទេរូបមន្តណាក៏ដោយឲ្យតែធានានៅប្រសិទ្ធភាពនៃការជ្រើសរើសការដឹកនាំនិងការទទួលខុសត្រូវរបស់ CEO ធ្វើយ៉ាងណាឲ្យក្រុមហ៊ុននេះដើរដោយលក្ខណៈគេថាប្រសិទ្ធភាពដោយវិស័យឯកជនព្រោះធ្វើការវិស័យឯកជននឹងហើយខ្ញុំចង់បានចឹងការរៀបចំបែបណាយើងនឹងធ្វើឲ្យមានសុខភាពហើយខ្ញុំនឹងកំណត់ពេលដើម្បីជួបគ្នាថ្ងៃនេះដោយមានហើយខ្ញុំក៏អាចបញ្ជូនតាមសារនេះឯកឧត្តមលោកជាពិសេសក្រុមការងារដែលជជែកគ្នាខ្ញុំដឹងថាជជែកគ្នាច្រើនហើយអន្តរក្រសួងទៅលើគេថាមាត្រាមួយពីការកំណត់នីតិវិធីនិងការរើសអីយ៉ាងម៉េចឥឡូវត្រូវឆ្លងចុងក្រោយមិនបាច់ឆ្លងគណៈរដ្ឋមន្ត្រីទេពួកអនុក្រឹត្យទេគឺមកឆ្លងជាមួយនាយករដ្ឋមន្ត្រីតែម្ដងហើយចាំការពារឲ្យខ្ញុំហើយយើងនឹងជជែកគ្នាក្នុងស្មារតីទទួលខុសត្រូវទាំងអស់គ្នាគឺត្រូវធ្វើយ៉ាងណាធានាផលប្រយោជន៍ជាតិរបស់យើងជាអតិបរមាយកជំរើសណាក៏ដោយគ្មានជំរើសណាមួយល្អឥតខ្ចោះទេប៉ុន្តែត្រូវធានានៅផលប្រយោជន៍ជាតិជាអតិបរមារបស់ជាតិនេះជាជំរើសដែលល្អបាទអញ្ចឹងរូបមន្តនៃការគ្រប់គ្រងកន្លែងនេះដែលយើងឲ្យទៅវិស័យឯកជននៅក្នុងការ O&M បានន័យថាប្រតិបត្តិនឹងថែទាំនេះហើយមានសិទ្ធិ20ឆ្នាំក្នុងការធ្វើដូច BOT ដែរតែមិន bill ទេរដ្ឋអ្នក bill តែឲ្យគាត់ធ្វើគាត់ត្រូវចេញលុយថែទាំត្រូវធ្វើ marketing ធ្វើអីដើម្បីឲ្យដើរអញ្ចឹងយើងយករូបមន្តនេះព្រោះកសាងមកវាល្អឲ្យវាដើរជាជាងទុកចោលឬមួយក៏ដឹកនាំដោយអត់ប្រសិទ្ធភាពខាតលុយបាទអញ្ចឹងយើងធានារូបមន្តបែបនេះហើយបើរូបមន្តបែបនេះដើរយើងនឹងសិក្សាកន្លែងផ្សេងអតែភ្លើងយើងធ្វើអញ្ចឹងកន្លងទៅរដ្ឋគ្រប់គ្រងtrack ក្រុមហ៊ុនអូស្ត្រាលីមួយឥឡូវមួយ Toll Holding នេះគាត់ operate បាទយើងយករូបមន្តបែបនេះយើងធ្វើយ៉ាងណាឲ្យមានការទទួលខុសត្រូវធ្វើយ៉ាងណាឲ្យអ្វីដែលជារបស់ជាតិយើងកាន់តែបានផលដោយប្រសិទ្ធភាពអត់មាននិយាយរឿងប្រកួតប្រជែងរឿងអំណាចអ្នកនេះអ្នកនោះក្រសួងនេះក្រសួងនោះទេម៉ោងស្មើនេះត្រូវធានាហើយសុំគិតបែបនេះបាទត្រូវសុំគិតបែបនេះបាទមុនចូលឆ្នាំនេះខ្ញុំហៅវះកាត់ក្រសួង2ឯកឧត្តមហ៊ុនប៉ុនមេរដ្ឋជជែកគ្នាអត់មានខុសទេនៅក្នុងបទដ្ឋានទូនទីភារកិច្ចវាមានបតកលាគ្នាខ្លះប៉ុន្តែញែកវាអត់ដាច់អញ្ចឹងត្រូវវះកាត់ឲ្យដាច់អញ្ចឹងយើងវះកាត់ហើយ
អង្គុយចែកគ្នាមកហៅរដ្ឋមន្ត្រីទាំងពីរមកប្រាប់ខ្ញុំឥឡូវកិច្ចការងារនឹងក្រសួងមួយណាមានបតិកលាខ្ពស់ជាងគេហើយដល់ពេលវះកាត់ហើយត្រូវសហការគ្នាបែងចែកគ្នាយ៉ាងម៉េចយើងវះកាត់ប្រជុំដឹកនាំចិត្តមួយឆ្នាំអត់ចេញខ្ញុំហៅវះកាត់ប្រហែលជា2ម៉ោងដាក់ផាំងដាច់ផាច់ឆ្នាំថ្មីអាចធ្វើការងារបានពួកខ្ញុំអត់មានពេលវេលាអង្គុយចាំទេខ្ញុំចង់បានលទ្ធផលហើយបើឡែងតែនៅយើងជជែកគ្នាមិនដាច់ស្រេចក្នុងយន្តការ bureaucracy គេថាការឡាធិបតេយ្យស្អីស្អីនឹង process យើងច្រើនពេកយើងធ្វើមិនចេញរត់មិនទាន់គេប្រហែលឆ្នាំនៅតែចរចានៅតែធ្វើនៅតែចរចាទីបំផុតអត់ចេញសោះខ្ញុំហៅមកវះតែម្ដងបាទហើយបើពីណាថាយករដ្ឋមន្ត្រីលោកគ្រប់ទាំងកន្លែងខ្ញុំលោកមិនលោកស្រែតែខ្ញុំឲ្យតែចេញឲ្យខ្ញុំតែឲ្យធ្វើយូរពេកខ្ញុំហៅមកហើយខ្ញុំអង្គុយវាហើយបន្ទោសចុះខ្ញុំសុកចិត្តឲ្យមន្ត្រីបន្ទោសទៅថាខ្ញុំលោកតែខ្ញុំមិនឲ្យប្រជាជនបន្ទោសខ្ញុំថាយើងធ្វើការយឺតអត់លទ្ធផលឲ្យគាត់ទេឥឡូវទីទៀតត្រូវបង្កើតយន្តការដើម្បីចរចារៀបចំពាណិជ្ជកម្មស្អីនេះដែលយើងឃ្លៀររាប់សិបឆ្នាំមិនទាន់ចេញតែការនាំចេញរបស់យើងមួយចំនួនវាយឺតពេកនីតិវិធីទាំងសងខាងទាំងយើងទាំងគេចឹងបានពេលដែលប្រធាននាយកដ្ឋានមកជជែកគ្នាដើម្បីរកនីតិវិធីពលឿនការងារនឹងទៅដើម្បីបើកច្រកផលិតផលកសិផលផ្លែទៅចិនឲ្យបានច្រើនដោយសារកន្លងទៅវារឿងនីតិវិធីមួយចំនួនអញ្ចឹងបានជជែកគ្នារកវិធីធ្វើទៅនៅក្នុងរដ្ឋយើងដូចគ្នាជួនកាលនីតិវិធីមិនខុសទេប៉ុន្តែនីតិវិធីនឹងគ្រាន់តែវាចាស់វាអត់ទាន់សម័យអញ្ចឹងតលតែហៅមកអង្គុយប្រាប់ថាឥឡូវផ្លោះទៅខ្ញុំទទួលខុសត្រូវឲ្យផ្លោះបាទនីតិវិធីកយនីតិវិធីពន្ធដារមួយចំនួនយើងសាកល្បងនៅពលានថ្មីនៅនីតិវិធីពន្ធដារដែលមានបង្កើតគេថា desk ថ្មីនោះសម្រាប់ឆ្លងកាត់នីតិវិធីមួយចំនួនសម្រាប់ក្រុមហ៊ុនមួយចំនួនដែលល្អយើងរុញអានឹងទៅកុំឲ្យស្មុគស្មាញកាត់យកតែម្ដងទៅបាទហើយឥឡូវនេះក្រសួងស្ថាប័នទាំងក្រសួងពាណិជ្ជកម្មក៏ធ្វើបាទរឿងបញ្ជីសេវាយើងប្រហែលថ្ងៃមុនក្រសួងមុខងារសាធារណៈប្រាប់ថានីតិវិធីទូទាំងរដ្ឋបាលរបស់យើង3000ជាងកុំថាមើលទៅត្រូវការកាត់អីកាត់ខ្លះទៅកុំទុកចោលកុំទុកក្រោនពេកអាណាគេដាក់អនឡាញដាក់ខ្លះទៅកុំឲ្យគាត់រត់គ្រប់កន្លែងពិបាកពេកបាទកាត់បន្ថយពេលវេលាកាត់បន្ថយការចំណាយឲ្យអស់បាទហើយកុំឲ្យមានការសពេចសពើជួនកាលរឿងវាមិនមែនស្ថាប័នយើងស្ថាប័ន2អ្នករត់ត្រូវធ្វើអញ្ចឹងគេជួលអ្នកទី3គេហៅអ្នករត់អីភ្នាក់ងារភ្នាក់រត់ភ្នាក់ងារជើងសារអ្នកនឹងគាត់រត់ពីនេះរត់ពីនោះចង្ការគាត់ឆាយលើដល់ប្រជាពលរដ្ឋមិនណាមកបន្ទោសថាក្រសួងយើងអ្នកយកលុយលើតាមពិតគេឆាយកុំមិសគេខ្ពស់រឿងប៉ុណ្ណឹងបាទអានឹងអញ្ចឹងយកល្អដាក់នីតិវិធីអីដែលសាមញ្ញដែលប្រជាជនអាចធ្វើខ្លួនឯងបានហើយធ្វើតាមអនឡាញបានហើយសំទោសឲ្យអ្នករត់ជើងសារមិនធ្វើឲ្យបាត់អាជីពទេយើងនៅតែមានឱកាសប៉ុន្តែធ្វើយ៉ាងណាឲ្យប្រជាជនភាគច្រើនគាត់អាចស្រួលហើយកាត់បន្ថយតម្លៃនេះកាត់សេវាកាត់ចោលឲ្យអស់ដែលមិនចាំបាច់យើងទុកតែអ្វីដែលចាំបាច់ឧទាហរណ៍តម្រូវឯកសារតម្រូវការឯកសារពេលខ្លះទៅ2កន្លែងត្រូវគប់2ឯកសារដដែល2 3កន្លែងទៅឲ្យអញ្ចឹងឥឡូវយើងដាក់តែមួយឯកសារអាប់ឡូតអនឡាញប៉ុបក្រសួងស្ថាប័នទាំងអស់ចែកជាមួយគ្នាតាម CamDX តាមអីទៅអញ្ចឹងសភៅគ្រួសារសភៅសម្បត្តិកំណើតស្អីហ្នឹងដាក់ទៅគឺស្រួលហើយនៅលើហ្នឹងឥឡូវគេមានទៀតឯកសារខ្លែងគេមាន verify.com ហ្នឹងឆែកមើលច្បាស់ទៀតមិនទៀតតិចមានបាក់ឌុបអត់កតុយយកទៅដាក់លើនឹងប៉ាប់គេគ្រាន់តែឆែកប៉ាប់អត់កតុយស្លាកភ្លាតគេហៅបាក់ឌុបសេះហោះអញ្ចឹងគេធ្វើអានឹងឲ្យស្រួលអញ្ចឹងថ្ងៃក្រោយប្រជាពលរដ្ឋធ្វើដំណើរនៅក្រៅប្រទេសនៅអីគាត់ត្រូវការយកអនឡាញអ្នកនៅក្នុងប្រទេសមិនបាច់ចាំធ្វើដំណើរពីកំពតទៅពេញទេអនឡាញពីនេះទៅអ្នកមណ្ឌលគិរីយើងខំប្រឹងជំរុញបន្ថែមទៀតឲ្យក្នុងមួយឆ្នាំជាងនេះហើយពីអាណត្តិមុនក៏យើងបានធ្វើច្រើន
ក្នុងមួយឆ្នាំជាងនេះយើងប្រកាសដាក់ចេញច្រើនណាស់នៅប្រព័ន្ធបញ្ចូលតែមួយប្រព័ន្ធក្រសួងស្ថាប័នខំប្រឹង upgrade ទៅជាប្រព័ន្ធ digital ឥឡូវទៅសុំធ្វើ hypothesis អីរឿងដីរឿងអីហ្នឹងចូលទៅក្រសួងដែនដីហ្នឹងគឺសុំតាមអនឡាញហើយក្រសួងអាចមើលដឹងថ្ងៃនេះអាទិត្យនេះគេដាក់ hypothesis ប្រមាណលានពាន់លានអីក្នុងមួយខែយើងឃើញចរន្តលុយវិលរឿងសេដ្ឋកិច្ចរឿងអីហ្នឹងយើងមើលដឹងទៀតបាទក្រសួងពាណិជ្ជកម្ម register online បាទក្រសួងសាធារណការចង់បានលេខឡានលេខម៉ូតូដាក់បាច់ចាញ់បាត់បាទចង់បានលេខល្អអីលេខល្អខ្លះថ្លៃជាងឡានទៀតបាទលេខមួយនោះខ្ញុំសួរ$200,000លេខ8ខ្ញុំថាយកទៅប្រើចុះថ្លៃជាង Bentley ហងតែគេអាចរក resale ទុកភ្លាមបានទំនើបបែបនេះហើយកាត់បន្ថយឥឡូវទេសចរមកស្រុកយើងអីគាត់ apply e-visa ស្អីចុះមកបាទទៅមុខទៀតយើងឈានទៅដល់ការអាចថាមិនចាំបាច់មានกระดาษទៀតទេនេះហើយគឺជាការសម្រួលនីតិវិធីបូកជាមួយនឹងសម្រួលតាមបច្ចេកវិទ្យាធ្វើយ៉ាងណាឲ្យការដឹកនាំការគ្រប់គ្រងរបស់យើងឲ្យមានលក្ខណៈប្រកួតប្រជែងជាមួយវិស័យឯកជនហើយបើជាសហគ្រាសដែលមានចរិតជាវិស័យឯកជនត្រូវមានអ្នកដែលដឹកនាំនិងរបៀបរបបដឹកនាំនិងសិទ្ធិនឹងការទទួលខុសត្រូវឲ្យដោយវិស័យឯកជនគឺមានឯករាជ្យភាពនឹងការទទួលខុសត្រូវទើបបានជោគជ័យបាទនេះគឺជាអ្វីដែលយើងអត់ត្រឡប់ទៅរូបមន្តពីមុនទេហើយ CEO ថ្មីដែលខ្ញុំនិយាយគឺយើងបើកច្រកទាំងមន្ត្រីទាំងឯកជនប៉ុន្តែឥឡូវគឺយើងផ្ដល់តែអត្ថភាពអ្នកណាក៏ដោយឆ្មាខ្មៅឆ្មាសឲ្យទៅធានាឲ្យបានហើយទីពីរឯករាជ្យភាពរបស់គាត់បាទអានឹងសូមឲ្យគិតគូរមើលអញ្ចឹងថ្ងៃនេះគឺយើងអបអរសាទររូបមន្តថ្ងៃនេះដែលយើងចង់ធ្វើហើយធ្វើយ៉ាងណាដើម្បីឲ្យផលកាន់តែច្រើនបាទយើងដើរមិនទាន់សភាពការមានឱកាសតែគ្មានសមត្ថភាពចាប់យកអានេះជាបញ្ហាដល់ពេលឱកាសទៅបាត់យើងស្ដាយក្រោយបាទអញ្ចឹងត្រូវពង្រឹងសមត្ថភាពយើងចាប់យកឱកាសហើយបើយើងមានឱកាសតាំងតែរឹងមាំពេលដែលស្រួលយើងបើខ្លួនយើងកាន់តែរឹងមាំពេលព្យុះមកដល់យើងអាចឈរជើងបានមកអញ្ចឹងបានថាពេលដែលស្រួលត្រូវខិតខំត្រៀមដើម្បីពេលដែលឱកាសកាន់តែលំបាកហើយក្នុងសម័យប្រកួតប្រជែងគ្មានពេលណាស្រួលទេហ៊ានតែយើងស្រួលយើងឈប់រត់គេរត់ចោលយើងហើយជឿខ្ញុំទៅប្រទេសមហាអំណាចក៏គេវិនិយោគរាប់ពាន់លានរាប់រយពាន់លានកន្លែងខ្លះរាប់ពាន់លានវិនិយោគបន្ថែមលើវិស័យវិទ្យាសាស្ត្រទោះបីជាគេដឹកនាំក៏ដោយគេនៅដឹកនាំបន្ថែមអញ្ចឹងយើងត្រូវតែខិតខំវិនិយោគទៅលើទុនធានមនុស្សទៅលើហេដ្ឋារចនាសម្ព័ន្ធទៅលើសុខភាពទៅលើការពង្រឹងរបៀបរបបការងាររបស់ក្រសួងស្ថាប័នរបស់យើងពង្រឹងនីតិវិធីធ្វើយ៉ាងណាដើម្បីឲ្យឆ្លើយតបទៅនឹងការប្រកួតប្រជែងពិភពលោកអត់អាណិតយើងទេមិត្តប៉ុន្តែដល់ពេលចំណេញតំណែងអាជីវកម្មជំទាវចំនិមលអាចយល់ហើយអ្នកបងប្អូនទាំងអស់ដឹងហើយមិត្តបងប្អូនអ្នកដែលមានអាជីវកម្មសំបីតែបងប្អូនគ្នាសាច់ឈាមជាមួយគ្នាតែរស់ស៊ីតតែខំប្រឹងទាំងអស់គ្នាมันអាចបងខំប្រឹងម្នាក់ឯងប្អូនដេកហើយទាញយកបងឲ្យមកអស់ទៅរួចទៅអត់រួចទេឲ្យបងចែកភ្ញៀវមកបងប្រែភ្ញៀវមកដល់ភ្ញៀវមកដល់ហាងប្អូនមកហូបអត់ឆ្ងាញ់បាត់ទាំងពីរនាក់បាទឈប់មកហាងប្អូនហើយឈប់ទៅហាងបងទៀតព្រោះប្រាប់ឲ្យមកចឹងបើហាងប្អូនក៏ឆ្ងាញ់ហាងបងក៏ឆ្ងាញ់អាចជួយគ្នាទៅវិញទៅមកអញ្ចឹងប្រទេសយើងដូចគ្នាដើម្បីឲ្យប្រទេសយើងប្រកួតប្រជែងតើតែក្រសួងស្ថាប័ននីមួយប្រកួតប្រជែងតើតែរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយប្រកួតប្រជែងគ្នាដើម្បីទៅអាចរីកទៅបានថ្នាក់ខេត្តថ្នាក់ស្រុកក្រុងថ្នាក់ឃុំរដ្ឋបាលនីមួយខិតខំប្រកួតប្រជែងផ្ដល់សេវាទៅគេទៅនេះហើយគឺជាអ្វីដែលល្អបាទខេត្តមួយខ្ញុំប្រាប់ខេត្តកំពង់ស្ពឺខ្ញុំប្រាប់ឯកឧត្តមជឿមច័ន្ទសុភ័ណ្ឌខេត្តនឹងសក្តានុពលធំប៉ុន្តែបើសិនជាទេសរោងចក្រគេទៅនោះមានបញ្ហាគ្មានពីណាទៅទេអញ្ចឹងតើតែខេត្តត្រូវការពារផលប្រយោជន៍របស់អ្នកវិនិយោគដើម្បីការពារផលប្រយោជន៍កម្មករកម្មការិនីរបស់យើងទើបគេទៅអានឹងនិយាយច្បាស់អញ្ចឹងមែនអត់ខេត្តនីមួយ
បើខំទាញមកហើយទៅទោះបីខេត្តជាប់សមុទ្រក៏ដោយខេត្តកពតក៏ដោយបើសិនជាអ្នករស់ស៊ីមកពិបាកគ្មានពីណាមកទេបាទគេទៅថៃក៏បានគេទៅខេត្តព្រះសីហនុក៏បានគេទៅកោះកុងក៏បានអញ្ចឹងតលតែយើងខិតខំធ្វើយ៉ាងណាតាក់ទាញឲ្យល្អហើយអាណត្តិនេះពេលចូលឆ្នាំនេះខ្ញុំសប្បាយចិត្តអត់មានខេត្តណាជាផ្ទាំង10ទេបាទជាពិសេសឯកឧត្តមសំពិសិដ្ឋសប្បាយចិត្តជាងគេបាទអត់មានរឿង40000អីទៀតទេសេវាល្អណាស់បាទសូមអរគុណណាស់ហើយសប្បាយទាំងអស់គ្នាខេត្តទាំងអស់បានផ្សព្វផ្សាយប្រជាពលរដ្ឋទៅទាំងនេះកពតកែបកោះកុងភ្នំពេញបាត់ដំបងព្រៃវែងស្វាយរៀងកំពង់ចាមបាទអ្នកខ្លះ3តោនលះ3តោនខ្ញុំសួរឯកឧត្តមណាចិនដាគាត់ថាលះ3តោនសម្ដេចអត់មានខ្វះមួយក្រាមទេណាប៉ុន្តែសម្ដេចហើយគ្រាន់តែមុនបើកអ្នកភ្លោះអស់1តោនកន្លះបាត់គ្រាន់តែបើកភ្លាមអស់បាត់3តោនតែបានផ្សព្វផ្សាយលះកំពង់ចាមគាត់ផ្ញើខ្ញុំមកធុងដែរអរគុណណាស់ហើយប្រពន្ធខ្ញុំគាត់ចូលចិត្តមិនដឹងមិនពេលយើងចាស់ទៅកាលពីក្មេងខ្ញុំអត់ទេលះហាលដាក់មកគ្រប់ឥឡូវថ្មិញដូចខ្សោយដាក់ទៅដូចសាគៀហ្មងហើយបើនិយាយពីក្មេងវិញហ៎ឥឡូវលះហាលឥឡូវគេហាលគេមានកញ្ចក់មានអីស្រួលអនាម័យមានស្បៃអូកាលខ្ញុំពីក្មេងហ៎ផ្សារកាប់គោហាលគេហាលនៅលើសង្កសីដាក់លើដីហើយដីផ្លូវភ្នំពេញកាលនោះមិនមែនផ្លូវកស៊ូអាឡូងទៅឥឡូវទេណាផ្លូវលាយដីណាបាទហើយមួយថ្ងៃយើងទិញតែពេលថ្ងៃត្រង់ទៅឆ្អិនខ្លាំងហើយទិញហើយគឺលះហាលមិនដែរពីណាយកទៅលាងទឹកទេមែនទេដាក់ហើយប៉ប់ចូលមាត់នឹងហ្មងកុំឲ្យអស់ជាអំបិលតែពេលនោះគ្មានរៀអីទេណាមិនបាក់សាំងទេកាពះពេលនោះប៉ុន្តែគ្រាន់តែពេលនោះប្រជាពលរដ្ឋយើងអាយុមិនសូវវែងដោយសារជំងឺវាច្រើនថ្លើមជាងអីទៅតែឥឡូវរស់បានច្រើនស្អីច្រើនកាពះអីមានពីណាហ៊ានទៅដាក់មិនស្រួលមកឥឡូវហ្នឹងតែអាយុ60ឆ្នាំឥឡូវមើលដូចទៅ40ចឹងប្រជាពលរដ្ឋយើងបាទអាយុកាន់ទៅវែង80 70 80អីបាទកាលមុនអាយុខ្ញុំចាំអ៊ំខ្ញុំអាយុ60 50កាលពីឆ្នាំ80មើលដូចគាត់80ឥឡូវចឹងតែឥឡូវអាហារូបត្ថម្ភមិនមែនតែក្មេងៗលូតខ្ពស់សាច់ធំទេមនុស្សចាស់ក៏គេហៅសាច់ខ្ចីញញណា70ឆ្នាំអីចឹងបាទ70ឆ្នាំមើលទៅដូច50ជាងបាទយ៉ាក់តែក្មេងខ្លះទេអត់ថែខ្លួនលើកដាច់មើលដូចអាយុ70ចឹងបាទហ្នឹងគឺនិយាយលេងរឿងសុខភាពសម្បូរបែបឥឡូវថែទាំសុខភាពបាទពេលអ៊ំខ្លះគាត់និយាយគាត់ថាផ្លុកក្មួយឥឡូវលំបាកកាលពីជំនាន់អាពតចង់ហូបអាពតមិនអោយអ៊ំហូបឥឡូវមានលទ្ធភាពហូបតែពេទ្យមិនអោយអ៊ំហូបថាអ៊ំលើសជាតិស្ករសុខភាពជាធំប៉ុន្តែនេះហើយបាទគឺការខិតខំឥឡូវចេះខ្ញុំនិយាយចេះតែតាក់រឿងលិហាចូលឆ្នាំដោយសារនឹកឃើញអាដាមអ៊ុនចិនដាតែគ្រប់ខេត្តគ្រប់អ្វីទាំងអស់បានធ្វើល្អតាក់ទាញប្រតិកលាគ្នាបាទហើយថ្ងៃនេះគឺអរគុណណាស់ចំពោះប្រជាពលរដ្ឋដែលបានចូលរួមហើយខ្ញុំសូមចេះផ្ដាំផ្ញើចំណុចមួយចំនួនទី1ក្រុមហ៊ុនត្រូវគិតគូររៀបចំនិងអនុវត្តផែនការវិនិយោគឲ្យបានច្បាស់លាស់និងគ្រប់ជ្រុងជ្រោយដើម្បីប្រតិបត្តិការថែទាំពងផែបានយូរអង្វែងនិងពង្រីកហេដ្ឋារចនាសម្ព័ន្ធទាញយកសក្តានុពលបាទពួកអានឹងវាគេពងមន់នឹងមន់បើយើងសេវាល្អក៏មានមនុស្សមកច្រើនបាទអញ្ចឹងវាពាក់ប្រតិកលាគ្នាកុំចាំមនុស្សមកច្រើនបានធ្វើសេវាល្អព្រោះសេវាល្អគេអត់មកអញ្ចឹងតខិតខំតាក់ទាញហើយបោកបន្ថែមហើយនៅជុំវិញក៏មានគេថាដីច្រើនជាបោឯកជនអាចតិចទៀតពេលដែលកន្លែងនឹងដើរតិចទៀតបកកើតប៊ីកាដិនកន្លែងផ្ទះសំណាក់ផ្ទះអីនៅក្បែរនឹងគេខ្លះរេស្តូរ៉ង់អីបន្ថែមទៀតទៅបាទទី2ក្រុមហ៊ុនត្រូវបន្តលើកកម្ពស់ការផ្តល់សេវាកម្មឲ្យកាន់តែមានប្រសិទ្ធភាពរហ័សងាយស្រួលនិងការថែទាំជាពិសេសកន្លង
ដែលយើងចូលមកកន្លែងនេះទី3ក្រុមហ៊ុនសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធក្នុងការត្រួតពិនិត្យលទ្ធភាពស្វែងរកក្រុមហ៊ុនដៃគូក្រៅស្រុកដើម្បីពង្រីកបន្ថែមទៀតឬមួយក្នុងស្រុកពង្រីកបន្ថែមទៀតបើសិនជាលទ្ធភាពយើងមានកំណត់អញ្ចឹងយើងធ្វើយ៉ាងណាដើម្បីឲ្យកាន់តែសម្បូរបែបទី4ក្រុមហ៊ុនត្រូវសហការជាមួយក្រសួងស្ថាប័ននឹងរៀបចំព្រឹត្តិការណ៍ផ្សេងៗនៅទីតាំងកំពង់ផែពិនិត្យលទ្ធភាពបង្កើតសេវាបន្ថែមទៀតបាទជិះកំសាន្តបរិភោគរៀបចំកំសាន្តទម្រង់ទេសចរនានាហើយសហការជាមួយនឹងក្រសួងទេសចរមន្ទីរទេសចរជាមួយនឹងភ្នាក់ងារទេសចរដើម្បីរៀបចំជាកញ្ចប់តែម្ដងបាទដោយឃើញក្រុមហ៊ុនរៀបចំគិតថាពីនេះជាមួយកោះសេះជាមួយខេត្តព្រះសីហនុបាទមួយចំនួនឥឡូវគេថាកោះសេះនឹងវៀតណាមយកបាត់នៅណានៅក្នុងដីរបស់យើងសោះក្រុមហ៊ុនថ្ងៃមុនដោយក្រុមហ៊ុនកាណាឌាក្រុមហ៊ុនឯមួយពងវិនិយោគខ្ញុំថាឲ្យជំរុញរៀបចំឲ្យលឿនទៅធ្វើបឹងឡូធ្វើអីទៅពីនេះនាំទៅលេងនាំអីកន្លែងទៅភ្ជាប់បន្ថែមភ្ជាប់ជាមួយបូកូភ្ជាប់ជាមួយទឹកឈូផ្សេងទី5មួយក្រសួងសាធារណការដឹកជញ្ជូនក៏ត្រូវយកចិត្តទុកដាក់បន្ថែមលើការវិវត្តដើម្បីពង្រីកវិសាលភាពនិងសក្តានុពលដឹកជញ្ជូនតាមផ្លូវទឹកព្រមទាំងពង្រឹងនឹងការពង្រឹងអាជីវករផែនិងនាវាចរស្របតាមបញ្ញត្តិច្បាប់ធរមានដើម្បីធានាប្រសិទ្ធភាពការធ្វើដំណើរផ្លូវទឹកទី7ក្រសួងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធរួមជាមួយមន្ត្រីសមត្ថកិច្ចដែលកំពុងបំពេញការងារកំពុងផែទេសចរអន្តរជាតិត្រូវសហការសម្របសម្រួលការចេញចូលរបស់ភ្ញៀវទេសចរប្រព្រឹត្តទៅដោយតម្លាភាពនិងមិនរើសអើងឆាប់រហ័សនិងប្រកបដោយក្តីរីករាយនិងភាពជឿជាក់ទុកចិត្តអនុលោមតាមច្បាប់ដែលទទួលបានអញ្ចឹងនៅទីនេះយើងមានកំពង់ផែកំពង់សោមកំពង់ផែកពតអន្តរជាតិអង្គការវែងហួរហើយមានប្រមាណផងអាចភ្ជាប់បាទតែមានទេសចរចេញចូលតាមគ្រប់ផ្លូវអញ្ចឹងថ្ងៃនេះខ្ញុំក៏សូមស្នើឲ្យក្រសួងស្ថាប័ននិងសមត្ថកិច្ចពាក់ព័ន្ធបន្តកិច្ចសហការនិងសម្របសម្រួលបង្កលក្ខណៈងាយស្រួលឲ្យដំណើរការអាជីវកម្មរបស់កំពង់ផែទេសចរអន្តរជាតិកម្ពុជានេះប្រព្រឹត្តទៅដោយរលូននិងមានការគ្រប់គ្រងពីអតិថិជនប្រើប្រាស់សេវាកម្មដើម្បីឈានទៅដល់បង្កើនសមត្ថភាពផ្ដល់នូវជម្រើសសេវាកម្មថ្មីនិងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកំពង់ផែបន្ថែមទៀតខ្ញុំក៏សូមយកឱកាសនេះកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលខេត្តកំពតដែលបានបង្កើតសមិទ្ធផលថ្មីដូចជារូបសំណាកសេះសមុទ្រនិងនាឡិកាខ្នាតធំនិងសូមបន្តបង្កើនភាពច្នៃប្រឌិតបង្កើតសមិទ្ធផលថ្មីបន្ថែមទៀតដើម្បីផ្ដល់ជាជម្រើសសម្រាប់បងប្អូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរអញ្ជើញមកទស្សនានិងកម្សាន្តនៅខេត្តកំពតទន្ទឹមនឹងនេះខ្ញុំសូមឲ្យរដ្ឋបាលខេត្តកំពតអាជ្ញាធរពាក់ព័ន្ធនឹងប្រតិបត្តិការទេសចរសូមរក្សាឲ្យបាននៅបដិសណ្ឋារកិច្ចរមណីយដ្ឋានស្អាតសេវាកម្មជឿនទុកចិត្តបានជាពិសេសរក្សាបាននៅតម្លៃសមរម្យមិនឲ្យមានការដំឡើងថ្លៃនិងភាពស្មោះត្រង់ពួកការលក់ដូរដើម្បីទទួលបានការទុកចិត្តពីសំណាក់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរទាំងអស់ជាទីបញ្ចប់ជាមួយនឹងការសម្ពោធប្រកាសសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរអន្តរជាតិកំពតខ្ញុំសូមជូនពរឲ្យដំលោកជំទាវលោកកញ្ញាអ្នកអញ្ញាលោកស្រីភៀវកិត្តិយសជាតិអន្តរជាតិលោកតាលោកយាយអំពុងមីងបងប្អូនទាំងអស់ឲ្យទទួលបាននៅពុទ្ធពរនិងពរទាំង5ប្រការគឺអាយុវណ្ណៈសុខៈពលៈនិងបដិពានៈកំបីគ្លៀងគ្លៀតឡើយបាទសូមអរគុណសម្ដេច